តោះអ្នកនឹងខ្ញុំមកតាមដានរឿងដកព្រៃផ្សៃខណៈដែលខ្លងទ្វារចម្លែកបានលេចឡើងរួមជាមួយពួកបិសាចសាហាវពួកបិសាចបានចេញមកលុកលុយលើសពីអ្វីដែលមនុស្សអាចស្រមៃប៉ុន្តែពេលនោះហើយដែលពួកអ្នកដាស់វិញ្ញាណចាប់ផ្ដើមកើតមានមនុស្សដែលមានសមត្ថភាពពិសេសទាំងនេះបានក្លាយជាអ្នកប្រមាញ់ហើយពួកបិសាចសាហាវទាំងនោះក៏ក្លាយជាចំណីរបស់ពួកគេសង្គមបានដឹងថាវីរបុរសថ្មីទាំងនេះអាចយកឈ្នះរាល់ការគំរាមកំហែងបានប៉ុន្តែរឿងដ៏អស្ចារ្យទាំងនេះតើវាមានន័យអ្វីចំពោះគេមានឈ្មោះថាកុងឈីងជាសិស្សដែលគេចាត់ទុកថាជាអ្នកចាញ់ក្នុងវិទ្យាល័យឯកទេសសម្រាប់អ្នកដាស់វិញ្ញាណបើទោះបីជាសមត្ថភាពរបស់គេត្រូវបានអ្នកដទៃមើលឃើញថាអស្ចារ្យប៉ុន្តែសម្រាប់គេវាគឺជាឋានរូបពិតៗសមត្ថភាពនោះគឺការបញ្ចេញក្រងឆ្អឹងការពារខ្លួនគេអាចស្រោបស្បែកដោយសម្បករឹងប៉ុន្តែវាបានផ្ដល់ការឈឺចាប់យ៉ាងខ្លាំងការឈឺចាប់ខ្លាំងរហូតធ្វើឲ្យគេស្ទើរតែបាត់បង់ស្មារតីហើយវាក៏ធ្វើឲ្យស្ថានភាពរបស់គេកាន់តែអាក្រក់ទៅឲ្យបន្ទាប់ពីក្រងឆ្អឹងរលាយបាត់ទៅខ្លួនប្រាណគេពោពេញដោយស្នាមសម្លាក់គួរឲ្យខ្លាចជាការរំលឹកដល់ការលំបាកដែលគេបានឆ្លងកាត់ពួកក្មេងតំណើងនៅសាលាតែងតែវាយដំនិងសើចចំអកឲ្យគេដោយគ្មានការអាណិតអាសូរឬខ្លាចញញើតនឹងច្បាប់សាលាឡើយសូម្បីតែគ្រូនិងគណៈគ្រប់គ្រងសាលាក៏មិនអាចធ្វើអ្វីពួកគេបានដែរព្រោះពួកអតិរច្ឆានទាំងនេះគឺជាអ្នកដាស់វិញ្ញាណកម្រិត S ពួកវាទទួលបានការការពារយ៉ាងពិសេសពីរដ្ឋាភិបាលចំណែកមូលហេតុតែមួយគត់ដែលចាំងអត់ធ្មត់គឺដោយសារម្ដាយរបស់គេបើកហាងអាហារតូចមួយហើយឪពុកគេបានស្លាប់តាំងពីគេមានអាយុ5ឆ្នាំម្ល៉េះរាល់ពេលដែលគាត់សួរពីរឿងសាលាគេតែងតែប្រាប់ថាមិនអីទេព្រោះគេចង់បញ្ចប់ការសិក្សាដើម្បីក្លាយជាអ្នកប្រមាញ់នេះគឺជាមូលហេតុដែលគេទ្រាំនឹងការធ្វើបាបទោះបីដឹងថាខ្លួនឯងអាចត្រឹមជាអ្នកប្រមាញ់កម្រិត C ដែលមានចំណូលទាបក៏ដោយប៉ុន្តែវាក៏គ្រប់គ្រាន់សម្រាប់ពួកគេទាំងពីរក្នុងការរស់នៅកន្លែងដែលល្អជាងនេះដើម្បីឲ្យម្ដាយគេបានសម្រាកពីការងារធ្ងន់គេចង់ឃើញគាត់មានក្តីសុខមិនបាច់ហត់នឿយដើម្បីគេទៀតទេខណៈថ្ងៃទី15គឺជាថ្ងៃខួបកំណើតរបស់គាត់វាគួរតែជាថ្ងៃដ៏ពិសេសមួយដែលគេទន្ទឹងរង់ចាំប៉ុន្តែអ្វីត្រូវបានបំផ្លាញដោយពួកក្មេងទំនើងក្នុងសាលាមកមើលត្រង់នេះទាំងអស់គ្នាពួកវាបានវាយម្ដាយរបស់គេរហូតដល់គាត់ក្លាយជាមនុស្សរុក្ខជាតិដែលមិនដឹងខ្លួនប្រាណមនុស្សគ្រប់គ្នានិយាយថាវាជារឿងចៃដន្យសូម្បីតែមេធាវីផ្ទាល់ខ្លួនក៏និយាយតាមសាច់រឿងដែលពួកវាបានរៀបចំឡើងដែរពួកវាបានចូលទៅក្នុងហាងហើយចាប់ផ្ដើមរំខានគាត់អភិសាចសក់សនោះបានសន្យាផ្ដល់គ្រាប់ពេជ្របើគាត់ព្រមអង្គុយក្បែរវានៅពេលគាត់រើដៃចេញគាត់ក៏ជ្រុលដៃធ្វើឲ្យទូរស័ព្ទវាធ្លាក់ដល់ដីហើយមុនពេលគាត់សុំទោសវាក៏ចាប់ផ្ដើមវាយប្រហារមុនវាបានប្រើបន្លាពេជ្រដ៏មុតស្រួចចាក់ទម្លុះរាងកាយរបស់គាត់ហើយពួកវាមិនបានបញ្ឈប់ការវាយប្រហារត្រឹមនឹងឡើយចាងដឹងការពិតច្បាស់គេដឹងថាពួកអតិរច្ឆាននេះធ្វើការយ៉ាងម៉េចវាមិនមែនជារឿងចៃដន្យឬការបាត់បង់ម្ចាស់ការទេវាគឺជាទង្វើដែលបានគ្រោងទុកដោយហ្វូងបិសាចដែលបានឆក់យកអ្វីគ្រប់យ៉ាងដែលគេស្រឡាញ់បំផុតក្នុងលោកនេះក្រោយមកពេលដែលពួកវាកំពុងប្រមាញ់បិសាចអសក់ស្វាយបានចាប់ផ្ដើមបារម្ភខ្លាចថាម្ដាយរបស់ចាងនឹងត្រូវស្លាប់វាបារម្ភពីលទ្ធផលដែលនឹងកើតឡើងប៉ុន្តែមេក្មេងទំនើងបានដើរចេញពីខ្លងទ្វារហើយប្រាប់វាថាមិនបាច់បារម្ភច្រើនពេកទេវាប្រាប់ថាពួកវានៅក្មេងដែលច្បាប់ត្រូវការការពារហើយថែមទាំងជាអ្នកដាស់វិញ្ញាណកម្រិត S ដែលមានសិទ្ធិពិសេសទៀតវាថែមទាំងសួរអសក់ស្វាយថាតើឯងគិតថានេះជាលើកទី1មែនទេដែលវាបានធ្វើរឿងបែបនេះរំពេចនោះចេងក៏បានលេចមុខឡើងទាំងខឹងសម្បានិងចង់ដឹងពីមូលហេតុដែលពួកវាហ៊ានធ្វើរឿងបែបនេះដាក់ម្ដាយគេរំពេចនោះចាងក៏លេចមុខឡើងហើយអ្នកនិងខ្ញុំប្រកាសជាចង់ដឹងថាតើគេនឹងសងសឹកពួកវាដោយរបៀបណាក្នុងនាទីនេះគេដើរចូលទៅរកពួកវាយឺតប៉ុន្តែពួកអតិរច្ឆានទាំងនោះមិនបានឮពាក្យសម្ដីដែលពោពេញដោយការឈឺចាប់របស់គេឡើយចាងបានស្រែកសួរពួកវាថាហេតុអីបានជាពួកឯងធ្វើទរណកម្មម្ដាយរបស់អញហើយមេក្មេងទំនើងនោះក៏ធ្វើពុតជាមិនដឹងរឿងវានិយាយដឺដងថាម្ដាយរបស់អាអ្នកចាញ់ដូចជាចាងមើលទៅនៅក្មេងស្អាតណាស់ហើយវាក៏ចាប់ផ្ដើមសើចចំអកដាក់គេវាបានប្រើបន្លាពេជ្រចាក់ទម្លុះចែងហើយនិយាយដឺដងថាវាស្ទើរតែចែកចង់គាត់ទៅហើយបើដឹងថាគាត់ស្អាតបែបនេះចែងចាប់ផ្ដើមមានកម្លាំងចិត្តថ្មីគេមិនខ្វល់ពីបន្លាដែលចាក់ក្នុងទ្រូងឡើយហើយក៏ចាប់ផ្ដើមដកវាចេញយ៉ាងព្រៃសៃគេបានបញ្ចេញក្រងឆ្អឹងការពារខ្លួនទោះបីវាឈឺចាប់ខ្លាំងយ៉ាងណាក៏ដោយព្រោះគេមិនចង់បោះបង់ការសងសឹកនេះចោលឡើយការតតាំងនេះធ្វើឲ្យអាមេក្មេងទំនើងខឹងយ៉ាងខ្លាំងវាបានបញ្ចេញបន្លារាប់សិបទៀតចាក់ទម្លុះខ្លួនចាំងដូចជាសាច់ដុតឈើវាសើចចំអកហើយសួរថាតើឯងគិតថាខ្លួនឯងជានរណាទើបហ៊ានចូលមកវាយប្រហារពួកវាដូចជាមនុស្សល្ងងបែបនេះវាឌឺដងថាតើឯងភ្លេចហើយមែនទេថាឯងគ្រាន់តែជាអកាសំណល់ម្នាក់ប៉ុន្តែចាំងនៅតែបន្តព្យាយាមទៅមុខបើទោះបីជាមើលទៅដូចជាវិញ្ញាណដែលវង្វេងផ្លូវប៉ុន្តែគេនៅតែបន្តទៅមុខដើម្បីសម្រេចគោលដៅសងសឹករបស់គេឲ្យបានដោយសារឃើញចាងមិនព្រមឈប់អាមេក្មេងទំនងក៏បានបញ្ជាឲ្យមិត្តរបស់វាឈ្មោះថប្រើថាមពលភ្លេចបន្ទោកំតិចគេភ្លេចបន្ទោដ៏មានឥទ្ធិពលបានបាញ់ចំចាងពេញទង្ហឹងធ្វើឲ្យគេដួលទៅលើដីក្នុងសភាពដែលគ្រប់គ្នាគិតថាស្លាប់បាត់ហើយពួកវាស្មានថារឿងនេះចប់ហើយប៉ុន្តែស្រាប់តែចាងបានលូកដៃទៅចាប់ជើងរបស់វាហើយសួរថាពួកឯងចង់ទៅណាវាបានដល់ក្បាលចាងបញ្ចុះទៅក្នុងដី
ហើយអ្នកនឹងខ្ញុំនឹងតាមដានបន្តថាតើគេអាចរស់បានដោយរបៀបណាក្នុងសភាពនេះតោះមកមើលរឿងសងសឹកមួយដែលសាហាវបំផុតជាមួយខ្ញុំទាំងអស់គ្នាគឺរឿងរបស់ក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបវាស្រែកថាបើចាងខឹងខ្លាំងម្លឹងហេតុអីមិននៅការពារម្ដាយខ្លួនឯងទៅបែរជាមកខឹងវាធ្វើអីទៅវិញទោះត្រូវបាក់ថ្មិញអស់ក៏ដោយក៏ចាងនៅតែខំដៃវាត្រឡប់ទៅវិញដើម្បីបង្ហាញថាគេមិនព្រមចុះចាញ់ឡើយរំពេចនោះខ្លោងទ្វារឈាមមួយបានលេចឡើងនៅចំពោះមុខពួកគេធរចង់រាយការណ៍រឿងនេះឲ្យគេដឹងភ្លាមប៉ុន្តែមេបងធំបានខាត់គេទុកព្រោះវាទើបតែនឹកឃើញគំនិតដ៏អស្ចារ្យនិងសាហាវបំផុតមួយចេញមកចាងព្យាយាមក្រោកឈរប៉ុន្តែរាងកាយគេទន់ជ្រាយអស់ហើយទើបត្រូវពួកវាធាក់ខ្ទាតចូលទៅក្នុងខ្លោងទ្វារឈាមនោះមុនពេលបាត់ខ្លួនចូលទៅក្នុងភាពងងឹតចាងបានសច្ចាទាំងប្រលឹងថាគេនឹងសម្លាប់ពួកវាឲ្យអស់គ្មានសល់គេស្បត់ថានឹងធ្វើឲ្យពួកវាឈឺចាប់បំផុតដូចអ្វីដែលពួកវាបានធ្វើដាក់ម្ដាយរបស់គេកន្លងមកដែរមេបងធំបានសើចចំអកឲ្យគេថាចាំមើលឯងអាចចេញមកវិញបានឬអត់ចាងបានធ្លាក់ដល់ដីយ៉ាងខ្លាំងខ្លោងទ្វារឈាមគឺជាបាតុភូតដែលខ្លោងទ្វារធម្មតាคล้ายជាពណ៌ក្រហមឆ្អៅហើយគ្មានបិសាចណាអាចចេញមកក្រៅបានឡើយមិនសូវមានអ្នកដឹងរឿងនេះច្រើនទេហើយមូលហេតុដែលមិនសូវមានអ្នកដឹងនោះគឺសាមញ្ញបំផុតក៏មើលច្បាស់ចុះព្រោះមិនដែលមានអ្នកណាអាចចូលទៅក្នុងខ្លោងទ្វារឈាមនេះហើយមានជីវិតត្រឡប់មកវិញឡើយនៅខាងក្នុងនោះមានបិសាចរាប់ពាន់ក្បាលកំពុងล้อมព័ទ្ធចាងដើម្បីត្រៀមហែកស៊ីសាច់គេទាំងរស់តែម្ដងចាងត្រូវរងទុក្ខវេទនាជាងសេចក្តីស្លាប់ទៅទៀតរាងកាយគេត្រូវពួកវាខំហែកនិងតំពីខ្ទេចខ្ទីអស់គ្មានសល់វាឈឺចាប់រហូតដល់សល់តែឆ្អឹងក៏វានៅតែឈឺព្រោះសេចក្តីស្លាប់មិនព្រមដោះលែងរូបគេឲ្យទៅណាឡើយខ្លោងទ្វារឈាមនៅតែជាអាចកំបាំងប៉ុន្តែការស្រាវជ្រាវថ្មីបានបង្ហាញថាអ្នកដែលចូលទៅក្នុងនោះនឹងក្លាយជាបិសាចដែរភ្លាមនោះចាងចាប់ផ្ដើមដោះសាច់ឈាមឡើងវិញចេញពីបំណែកលលាក្បាលដ៏តូចមួយរបស់គេតែប៉ុណ្ណោះរាងកាយថ្មីត្រូវបានបង្កើតឡើងហើយធម្មពលម៉ាណាយ៉ាងខ្លាំងក្លាក្នុងខ្លោងទ្វារបានជ្រាបចូលពេញខ្លួនប្រាណគេប៉ុន្តែចាងមិនខ្វល់ឡើយចិត្តជាមនុស្សរបស់គេនៅតែចងចាំការឈឺចាប់គ្រប់យ៉ាងដែលគេបានជួបរូបភាពម្ដាយរបស់គេដែលត្រូវរងទុក្ខកាន់តែធ្វើឲ្យគេខឹងខ្លាំងរហូតដល់ហូរទឹកមាត់ដូចជាសាច់ឆ្កែឆ្កួតកំហឹងនិងភាពឈឺចាប់បានคล้ายជាកម្លាំងរុញច្រានការផ្លាស់ប្ដូររបស់គេឲ្យកាន់តែខ្លាំងលើសពីការស្មានជាមួយនឹងការចងចាំពីពួកបិសាចទាំងនោះចាងបានវិវត្តខ្លួនហួសពីដែនកំណត់ហើយគេបានវាយកំទេចដីទង្វើនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ពួកបិសាចដែលស្មានថាគេបានស្លាប់បាត់ទៅហើយនោះប៉ុន្តែចាងបានរស់ពីស្លាប់ឡើងវិញដើម្បីតែការសងសឹកមួយមុខគត់ពួកបិសាចក៏សម្រុកចូលមកទៀតលើកនេះចាងអាចការពារខ្លួននិងវាយបកពួកវាវិញយ៉ាងសាហាវដើម្បីចាក់ចេញពីនរកមួយនេះឲ្យបានអ្នកប្រហែលជាមិនជឿទេថា5ឆ្នាំក្រោយមកតើមានរឿងអ្វីកើតឡើងខ្លះជាមួយខ្ញុំទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍អ្នកប្រមាញ់កម្រិត S3 អ្នកកំពុងផ្ដល់សម្ភារពួកវាគឺជាក្រុមក្មេងទំនើងនោះឯងមេបងធំនិយាយថាពួកវាមានសេចក្តីសុខខ្លាំងណាស់នៅពេលបានជួយសង្គ្រោះមនុស្សជាច្រើនក្នុងពេលបច្ចុប្បន្នអ្នកសម្ភារបានសួរពីហេតុការណ៍កាលពី5ឆ្នាំមុនដែលវាបានវាយធ្វើបាបមនុស្សស្លូតត្រង់ម្នាក់យ៉ាងធ្ងន់ធ្ងរវាក៏ចាប់ដើមសម្ដែងហូរទឹកភ្នែកក្រពើថានោះគឺជាម្ដាយរបស់មិត្តជិតស្និទ្ធរបស់វាទៅវិញទេវាភូតថាកាលនោះវានៅជាសិស្សហើយមិនទាន់ចេះគ្រប់គ្រងធម៌ពលទើបធ្វើឲ្យមានរឿងអាក្រក់កើតឡើងវាថាវាបានសុំទោសហើយប៉ុន្តែតាក់ទងមិត្តម្នាក់នោះមិនបានសោះវាចង់សុំទោសគេម្ដងទៀតណារំពេចនោះទ្វារនៅពីមុខវាត្រូវគេធាក់ទម្លាយយ៉ាងខ្លាំងហើយហោះទៅចំមុខរបស់វាពេញទំហឹងតែម្ដងវាអាចការពារបានតែមុខរបស់វាបានប្រែជាត្រជាក់ស្រែបមនុស្សក្នុងស្ទូឌីយោបានរត់ចេញទាំងភ័យខ្លាចបំផុតគ្រប់គ្នាស្រែកផ្អើលពេលឃើញបិសាចដ៏គួរឲ្យខ្លាចដើរចូលមកមុនពេលវាធ្វើអ្វីទាន់ចាងបានស្ទុះទៅរកវាចាងបានដាល់មួយដៃយ៉ាងធ្ងន់ដែលគ្មានអ្នកណាអាចទប់ជាប់គេបានហាត់ពុតក្នុងនរកអស់ជាច្រើនឆ្នាំគេមិនដឹងថាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាទេគេគ្រាន់តែដឹងថាត្រូវតែសម្លាប់បិសាចឲ្យអស់ដើម្បីចេញមកវិញឥឡូវគេមកទីនេះដើម្បីសងសឹកមេបងធំត្រូវសន្លប់បាត់ស្មារតីមុនពេលមិត្តភក្តិ2នាក់ទៀតដឹងខ្លួនទួនចាងនៅចាំពាក្យដែលពួកវាធ្លាប់សើចចំអកឲ្យគេឥឡូវគេចេញមកបានហើយពួកវាត្រូវតែស្លាប់គួរឲ្យភ្ញាក់ផ្អើលមេបងធំនៅមានស្មារតីហើយវាបានបញ្ជាឲ្យមិត្តភក្តិវាសម្លាប់ចាងចោលឲ្យឆាប់ Thor Brandbrat Blake Pentor វាយប្រហារ Jang ដូចកាលពីមុនដែរប៉ុន្តែលើកនេះ Jang មិនឈូសសុំពីតែបន្តិចគេបានតបតវិញដោយការកាត់ក្បាលថដាច់ខ្ទាតចេញពីស្មាធ្វើឲ្យពួកវាដែលនៅសល់តក់ស្លុតជាខ្លាំងពួកវាមិនគួរភ្ញាក់ផ្អើលទេព្រោះចាងមកទីនេះគឺដើម្បីតែការសងសឹករបស់គេប៉ុណ្ណោះបិសាចម្នាក់ទៀតប្រើធម៌ពលដីចាងបណ្ដោយឲ្យវាធ្វើចោះមួយសន្ទុះក្រោយមកគេត្រូវដីព័ទ្ធជុំវិញខ្លួនប៉ុន្តែគេបានវាយបំបែកវាចេញមកវិញគេចាប់ហាយគៀមរបស់វាដែលចេញពីគ្នាភ្លាមជឿខ្ញុំចោះពួកយើងមិនចង់ជួបនឹងរឿងសាហាវបែបនេះឡើយត្រៀមខ្លួនតោអ្នកនិងខ្ញុំនឹងឃើញការសងសឹកដ៏សាហាវបំផុតដែលមិនធ្លាប់មានពីមុនមកកំហុសមួយផ្លែតនេះបានធ្វើឲ្យមេបងធំដាល់ចំមុខរបស់ចែងពេញមួយទំហឹងតែម្ដងតែគេត្រូវតក់ស្លុតជាខ្លាំងព្រោះកណ្ដាប់ដៃពេជ្រដ៏រឹងមាំរបស់គេបែរជាប្រេះស្រាំទៅវិញគេក៏សម្រេចចិត្តបញ្ចប់ជីវិតចែងដោយប្រើបន្លាពេជ្ររាប់ពាន់បាញ់សម្ដៅទៅរកគេយ៉ាងសន្ធាប់ប៉ុន្តែលើកនេះចាងលែងជាក្មេងខ្សោយដូចមុនទៀតហើយ
គេគឺជាបិសាចដែលមកសងសឹកមេបងធំដឹងថាវាមិនតាន់ចប់ទេគេក៏គ្របដណ្ដប់ខ្លួនដោយពេជ្ររួចវាយទៅលើចាំងឥតឈប់ឈរចាំងបានរំលឹកពីការឈឺចាប់ពីមុនហើយគេក៏ខំកណ្ដាប់ដៃពេជ្រនោះជាប់នឹងមាត់តែម្ដងនេះជាឱកាសធ្វើឲ្យចាំងមានព្រៀបនឹងអាចវាយបកទៅលើដើមទ្រូងរបស់វាវិញយ៉ាងខ្លាំងគេបន្តខំកណ្ដាប់ដៃនោះមិនលែងរហូតធ្វើឲ្យមេបងធំចាប់ផ្ដើមមានអារម្មណ៍តក់ស្លុតនិងភ័យខ្លាចមើលត្រង់នេះឲ្យច្បាស់ព្រោះរឿងវាកាន់តែសាហាវលើសពីអ្វីដែលអ្នកនិងខ្ញុំបានគិតទៅទៀតវាសុកចិត្តបាត់បង់ដៃដើម្បីរត់គេចខ្លួនតែស្រាប់តែត្រូវបន្លាពេជ្រផ្ទាល់ខ្លួនចាក់ទម្លុះពីក្រោយវិញឥឡូវនេះចាងជាអ្នកគ្រប់គ្រងបន្លាទាំងនោះហើយគេក៏ដើរចូលទៅរកវាយ៉ាងយឺតមេបងធំម្នាក់នោះស្រែកយំដូចកូនក្មេងព្រមទាំងអង្វរឲ្យចាងជួយដោះលែងរូបគេទៅតែចាងមិនខ្វល់ឡើយគេចាប់ផ្ដើមធ្វើទារុណកម្មវាឲ្យឈឺចាប់ដូចអ្វីដែលគេធ្លាប់រងគ្រោះវាដែលកំពុងបាក់ទឹកចិត្តបានសួរចែងថាតើគេជានរណាហើយហេតុអីធ្វើបែបនេះជាការឆ្លើយតបចែងក៏បានហែកស្រទាប់ឆ្អឹងចេញពីមុខរបស់គេបង្ហាញឲ្យវាបានឃើញវាក៏នឹកឃើញថាចែងគឺជាក្មេងដែលពួកគេធ្លាប់ធ្វើបាបនៅវិទ្យាល័យនោះឯងចង់បានបញ្ចេញកំហឹងទាំងអស់ដែលមានវាយទៅលើវារហូតដល់ចាក់ទលុះមាត់របស់វាស្លាប់ភ្លាមការសងសឹកបានបញ្ចប់ជាស្ថាពរពួកវាទាំងអស់ត្រូវទទួលផលកម្មដែលខ្លួនបានសាងមុនរឿងនេះកើតឡើងចាំងបានទៅមើលម្ដាយតែគាត់នៅតែមានសភាពមិនដឹងខ្លួនដដែលទោះបីជាគេសម្រេចបំណងសងសឹកហើយក៏ដោយក៏កំហឹងក្នុងចិត្តគេនៅតែឆេះសន្ធោសន្ធៅគ្មានអ្វីអាចរំលត់ភ្លើងកំហឹងនេះបានឡើយបើទោះជាពួកវាស្លាប់អស់ទៅហើយក៏ដោយតោះយើងងាកមកមើលកន្លែងផ្សេងវិញគឺនៅតំបន់ភ្នំដែលមានខ្លោងទ្វារអាតកំបាំងមួយបានលេចឡើងមានក្រុមអ្នកប្រមាញ់មួយក្រុមបានចូលទៅក្នុងនោះហើយកំពុងតែកម្ចាត់ពួកបិសាចយ៉ាងសកម្មពួកគេបានសរសើរដល់គ្រូពេទ្យស្រីម្នាក់ដែលទើបតែចូលរួមក្នុងបេសកកម្មនេះជាលើកដំបូងប៉ុន្តែតាមពិតទៅពួកបុរសទាំងនោះមានគម្រោងអាក្រក់និងថោកទាបមកលើរូបនាងពួកគេគិតថាអ្វីដែលកើតឡើងក្នុងខ្លោងទ្វារនឹងមិនដឹងដល់ក្រៅឡើយទើបចង់ធ្វើបាបនាងស្រាប់តែពេលនោះក្បាលបុរសម្នាក់ត្រូវដាច់ចេញពីស្មាហើយហោះកាត់អាកាសយ៉ាងរន្ធត់ពួកវាដែលនៅសល់បានងាកមកមើលទាំងភ័យខ្លាចហើយក៏បានឃើញនៅបិសាចដ៏កំណាចក្នុងសភាពភ័យស្លន់ស្លោពួកគេបានវាយសម្រុកយ៉ាងខ្លាំងដើម្បីសម្លាប់សត្រូវដែលនៅពីមុខប៉ុន្តែការវាយប្រហារទាំងនោះគ្មានប្រសិទ្ធភាពតតែសោះចំពោះកម្លាំងដ៏មហិមារបស់ចែងអ្នកប្រើដាវម្នាក់បានស្ទុះទៅកាប់គេតែដាវរបស់វាបែរជាបាក់ខ្ទេចនៅពេលប៉ះខ្លួនចាងក៏បានផ្ដាច់ជីវិតពួកវាទាំងអស់យ៉ាងឆាប់រហ័សដោយមិនទុកឲ្យនរណាម្នាក់រស់ឡើយបន្ទាប់មកគេក៏ងាកមកមើលស្ត្រីម្នាក់នោះដោយកែវភ្នែកដ៏ត្រជាក់ស្រឹបនិងគ្មានមេត្តានាងស្មានថាចាំងជាអ្នកជួយសង្គ្រោះជីវិតនាងតែការពិតវាមិនមែនបែបនោះទេសេចក្តីសង្ឃឹមរបស់នាងត្រូវរលាយបាត់ភ្លាមព្រោះចាំងបានបញ្ចប់ជីវិតនាងយ៉ាងសាហាវពេលនេះនៅក្នុងខ្លួនរបស់ចាំងគឺមានតែការឈឺចាប់និងកំហឹងដែលមិនអាចគ្រប់គ្រងបានគេឈរនៅកណ្ដាលភ្លៀងដោយមិនដឹងថាខ្លួនឯងគួរមានអារម្មណ៍បែបណានោះទេស្រាប់តែមានសម្លេងស្រីម្នាក់សួរគេពីក្រោយថាតើអារម្មណ៍នៃការសងសឹកវាផ្អែមល្ហែមទេគេក៏ស្ទុះងាកក្រោយភ្លាមហើយស្ត្រីម្នាក់នោះបានណែនាំខ្លួនថាឈ្មោះលីយំជាប្រធានសមាគមចាំងមានការសង្ស័យជាខ្លាំងក៏បានសួរនាងថាហេតុអីបានជានាងដឹងរឿងរបស់គេនាងប្រាប់ថាវាប្រហែលជា5ឆ្នាំហើយមែនទេដែលលោកបានចូលទៅក្នុងខ្លោងទ្វារឈាមនោះរឿងនេះបានធ្វើឲ្យកំហឹងរបស់គេផ្ទុះឡើងម្ដងទៀតហើយគេក៏ស្ទុះទៅរកសម្លាប់នាងតែនាងស្រែកផាប់យ៉ាងច្បាស់ថានាងអាចមានវិធីជួយសង្គ្រោះម្ដាយរបស់គេឲ្យរស់ឡើងវិញនេះហើយជាចំណុចដែលអ្នកនិងខ្ញុំត្រូវតាមដានបន្តព្រោះជីវិតម្ដាយគេអាចនឹងផ្លាស់ប្ដូរគ្រប់យ៉ាងតោះមកតាមដានជាមួយខ្ញុំថាតើការដោះដូរនេះនឹងទៅជាយ៉ាងណាយ៉ាំនិយាយបន្តទាំងមិនញញើថាម្ដាយរបស់គេពិតជាអាចដឹងខ្លួនបានមែនប៉ុន្តែតើតែមានជំនួយពីនាងប៉ុណ្ណោះព្រោះនាងគឺជាគ្រូពេទ្យព្យាបាលកម្រិត S តែម្នាក់គត់លើលោកចាងបញ្ចេញសំឡេងក្រហមតិចសួរទាំងមិនទុកចិត្តថាហេតុអ្វីគេត្រូវជឿនាងយ៉ាំក៏តបវិញថានាងបានផ្ដល់សេវាកម្មជួយគេរួចទៅហើយតើនាងបានសួរចំកាលដែលគេនៅជាប់ក្នុងផ្លាត់គីបដ៏គ្រោះថ្នាក់នោះតើគេគិតថាអ្នកណាជាអ្នករៀបចំនឹងចេញថ្លៃព្យាបាលឲ្យម្ដាយគេប្រកាសជាមិនមែនមន្ទីរពេទ្យរដ្ឋដែលគ្មានទាំងថវិកាគ្រប់គ្រាន់និងគ្មានសម្ភារៈវេជ្ជសាស្ត្រទំនើបដើម្បីមើលថែអ្នកជំងឺដែលសន្លប់រាប់ឆ្នាំបែបនេះឡើយដោយតល់ច្រកនឹងការវែកញែកនេះចាំងក៏សួរថានាងចង់បានអ្វីពីគេចម្លើយរបស់នាងគឺសាមញ្ញបំផុតរួចយ៉ាំក៏ចាប់ផ្ដើមរៀបរាប់ពីការប៉ັດរបស់ពិភពលោកថ្មីពួក Hunter ខ្លាចជាអ្នកមានអំណាចខ្លាំងពេករហូតដល់ច្បាប់ចាស់ទប់មិនជាប់អាវុធដែលមនុស្សបង្កើតមកលែងមានប្រសិទ្ធភាពទៀតហើយបើធៀបនឹងកម្លាំងរបស់ Hunter កំពូលដែលអ្នកខ្លះមានកម្លាំងខ្លាំងលើសពីគ្រាប់បែកនុយក្លេអ៊ែរទៅទៀតកម្លាំងនេះហើយដែលនាំទៅដល់ការបង្ក្រាបពួកបិសាចចេញពីគេបានចាំមើលត្រង់នេះឲ្យច្បាស់ព្រោះបញ្ហាធំគឺគេទាំងនោះមិនបានបាត់ទៅណាឡើយគេទាំងនេះភ្ញាប់គ្នាបង្កើតជាបណ្ដាញផ្លូវដើរដ៏ស្មុគស្មាញដែលមិនខ្វល់ពីព្រំដែនប្រទេសឬអធិបតេយ្យភាពអ្វីទាំងអស់ប្រទេសមួយចំនួនកំពុងលួចប្រើប្រាស់បាតុភូតនេះដើម្បីធ្វើសង្គ្រាមសម្ងាត់បែបថ្មី
ដោយដៅចំទៅលើ Hunter របស់ប្រទេសគូពិបាកសន្តិភាពដ៏ផុយស្រួយកន្លងមកត្រូវបានបំផ្លាញខ្ទេចមហាអំណាចលើលោកបានក្លាយជាសត្រូវនឹងគ្នាក្នុងសង្គ្រាមស្រមោលនេះប៉ុន្តែនាងបានបង្ហើបថាកូរ៉េកំពុងខ្វះខាតកម្លាំង Hunter យ៉ាងខ្លាំងធ្វើឲ្យពួកគេមិនអាចទប់ទល់នឹងការចូលលុកលុយពីសំណាក់ពួក Hunter ជប៉ុនដែលធ្វើព្យុះធ្វើភ្លៀងលើទឹកដីកូរ៉េតាមចិត្តបានឡើយវាជាបញ្ហាយុទ្ធសាស្ត្របើប្រើ Hunter ផ្លូវការរបស់ជាតិវានឹងក្លាយជារឿងធំដល់ពិភពលោកហើយអាចបង្កជាសង្គ្រាមពេញទំហឹងដែលពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ហេតុនេះពួកគេត្រូវការគេជាការដោះដូរនាងសន្យានឹងធ្វើឲ្យម្ដាយគេដឹងខ្លួនមានស្មារតីពេញលេញឡើងវិញអ្វីដែលគេត្រូវធ្វើគឺក្លាយជាបិសាចដែលពួកគេត្រូវការដើម្បីបញ្ចេញកម្លាំងនោះទៅលើជប៉ុននៅត្រើយម្ខាងទៀតក្នុងរមណីយដ្ឋាននាយករដ្ឋមន្ត្រីជប៉ុនមេដឹកនាំជាតិគឺ Ryuzaki ជូដូបានហៅរដ្ឋមន្ត្រីការពារជាតិមកសួរគេចង់ដឹងថាហេតុអីបានជា Hunter កម្ពុជារបស់ពួកគេតាក់ទងមិនបានទាល់តែសោះរដ្ឋមន្ត្រីរូបនោះបានអោនក្បាលសុំទោសយ៉ាងខ្លាំងនិងទទួលខុសត្រូវរាល់ស្ថានភាពទាំងអស់ព្រមទាំងសន្យានឹងស៊ើបអង្កេតភ្លាមរដ្ឋមន្ត្រីម្នាក់នេះក៏ជា Hunter លេខ1របស់ជប៉ុនដែរគឺកម្ពុជាអ្នកខ្លាំង Akasai Kagaru បន្ទាប់ពីចេញពីការិយាល័យ Kagaru បានប្រាប់ជំនួយការឲ្យរៀបចំដាវរបស់គេឲ្យបានឆាប់បំផុតនាងបានសួរទាំងស្ទាក់ស្ទើរថាតើលោកពិតជាចង់ទៅម្នាក់ឯងមែនឬគេក៏បានងក់ក្បាលបញ្ជាក់យ៉ាងស្ងៀមស្ងាត់នាងបន្តថា Hunter ដែលបញ្ជូនទៅមុនសុទ្ធតែជាកម្រិតកំពូលចុះហេតុអ្វីលោកមិនរៀបចំក្រុមដើម្បីជួយគ្នា Kagaru បែរក្បាលមកយឺតទាំងទឹកមុខត្រជាក់ស្រេបរួចសួរត្រឡប់ទៅវិញថាតើមនុស្សដូចគេត្រូវការរបស់បែបនឹងដែរមែនទេមិនយូរប៉ុន្មានគេក៏បានទៅដល់កន្លែងដែលមនុស្សបាត់ខ្លួនសត្រូវដែលគេជួបនៅខាងក្រៅគឺទុនខ្សោយពេកមិនអាចយកឈ្នះក្រុម Hunter កំពូលបានឡើយពួកគេមិនអាចចាញ់សត្រូវកំឡឹកកំឡុកបែបនេះទេចុះតើមានរឿងអ្វីកើតឡើងឲ្យប្រកាសពេលចូលទៅជ្រៅក្នុងរូងភ្នំគេក៏បានឃើញការពិតដ៏រន្ធត់បិសាចម្នាក់កំពុងឈរយ៉ាងស្ងប់ស្ងាត់លើបល្ល័ង្កដែលធ្វើពីសាកសពពួក Hunter ដោយក្តីខឹងសម្បានិងខ្ពើមរអើមនឹងទស្សនវិជ្ជានេះKagaruក៏ស្ទុះទៅមុខជាមួយផ្លែដាវយ៉ាងលឿនតែចាំងទប់ការវាយប្រហារនោះបានយ៉ាងងាយដោយគ្រាន់តែលើកដៃម្ខាងប៉ុណ្ណោះវាបង្ហាញពីកម្លាំងដ៏គួរឲ្យខ្លាចរបស់គេខណៈដែលKagaruបន្តវាយសម្រុកគេចាប់ផ្ដើមខឹងដែលបិសាចនេះអាចទប់ដាវគេបានងាយបែបនេះបន្ទាប់ពីដាល់បានមួយដៃធ្ងន់គេក៏បញ្ចេញក្បាច់ពិសេសប្រចាំទី1ចាំងអាចទប់វាបានប៉ុន្តែក្បាច់ដាវនោះបង្កជារបួសដែលបញ្ជាក់ថាគេមិនមែនអមតៈឡើយKagaruមិនព្រមឈប់ទេគេក៏បន្ថែមល្បឿនជាមួយក្បាច់ព្រះច័ន្ទទី2បោកចាំងទៅនឹងជញ្ជាំងរូងភ្នំយ៉ាងខ្លាំងរហូតដល់បែកខ្ទេចខ្ទីជុំវិញនោះដោយឆ្លៀតឱកាសKagaruបន្តក្បាច់ព្រះច័ន្ទទី3ដែលគេជឿជាក់ថាជាក្បាច់ផ្ដាច់ព្រាត់យកឈ្នះជាស្ថាពរតែចាំងបានបញ្ចេញល្បឿនយ៉ាងលឿនដែលមិនគួរឲ្យជឿស្ទុះទៅរកករបស់Kagaruភ្លាមដោយការកិច្ចដ៏ចំណានKagaruមិនត្រឹមតែកិច្ចផុតទេថែមទាំងវាយបកវិញយ៉ាងស្អាតដោយកាត់ដៃស្ដាំរបស់ចាំងដាច់ខ្ទេចKagaruនិយាយតិចថាគួរឲ្យស្ដាយណាស់គេគឺជាអ្នកប្រយុទ្ធដ៏ពូកែម្នាក់គេបន្តថាដាវរឿងព្រេងរបស់គេអាចកាត់បានសំបីតែពេជ្រដោយស្មានថាចប់រឿងគេក៏កាត់ក្បាលរបស់ចាំងដាច់ចេញពីស្មាចាំមើលបន្តទៀតចុះព្រោះនេះគ្រាន់តែជាការចាប់ផ្ដើមនៃភាពរន្ធត់តែប៉ុណ្ណោះស្ដាប់ខ្ញុំសិននេះជារឿងក្មេងប្រុសម្នាក់ដែលឆ្លងកាត់ការឈឺចាប់បំផុតគាត់ចាប់ផ្ដើមនឹកឃើញរឿងរ៉ាវពីឪពុករបស់ខ្លួនដែលជាមនុស្សម្នាក់រវល់តែនឹងការងារខ្លាំងណាស់ប៉ុន្តែគាត់តែងតែមានភាពកក់ក្ដៅនិងរស់រាយជានិច្ចក្តីមេត្តាដ៏ស្មោះត្រង់នោះហើយជាអ្វីដែលគាត់ស្រឡាញ់បំផុតបន្ទាប់មកការចងចាំក៏បានដូរទៅកាន់ថ្ងៃដ៏អាក្រក់មួយគឺពេលដែលចាំងនៅក្មេងបានរត់ទៅអោបឪពុកពេលត្រឡប់ពីធ្វើការវិញស្រាប់តែមានឡានដឹកទំនិញមួយគ្រឿងបានបើកមកពីកន្លែងណាដែលមិនដឹងគ្រាន់តែឡានហៀបនឹងបុកក្មេងនោះឪពុករបស់គាត់ក៏បានលះបង់ជីវិតដោយរុញកូនប្រុសតែមួយគត់របស់គាត់ទៅកាន់កន្លែងសុវត្ថិភាពជាច្រើនឆ្នាំមកនេះចាំងតែងតែបន្ទោសខ្លួនឯងចំពោះការស្លាប់របស់ឪពុករឿងរ៉ាវដ៏សោកសៅនេះបានធ្វើឲ្យអាជីវកម្មគ្រួសារដួលរលំងិនជួបបំណងយ៉ាងច្រើនសន្ធឹកសន្ធាប់គាត់បានឃើញដៃដ៏ទន់ភ្លន់របស់ម្ដាយប្រែទៅជាគ្រើមនិងបែកស្រកាដោយសារតែការធ្វើការធ្ងន់មិនដែលឈប់ឈររាល់ពេលដែលគាត់សួរថាតើគាត់មិនអីទេឬគាត់តែងតែលាក់ទុកសោកហើយបន្តធ្វើការងារទៀតចាងដឹងថាគាត់កំពុងតែកុហករយប់គាត់តែងតែដេកមិនលក់ដោយសារតែឮសំឡេងម្ដាយយំខ្សឹកខ្សួលតាមជញ្ជាំងផ្ទះដ៏ស្ដើងគាត់ចាប់ផ្ដើមជឿជាក់យ៉ាងខ្លាំងថាខ្លួនគាត់គឺជាប្រភពនៃទុក្ខវេទនាទាំងអស់ហើយមនុស្សដូចជាគាត់មិនគួរមានវត្តមានលើโลกនេះឡើយបើគ្មានរូបគាត់ប្រហែលជាឪពុកម្ដាយរបស់គាត់នឹងមានសេចក្តីសុខមិនខានក្នុងគ្រាដ៏អស់សង្ឃឹមបំផុតគាត់ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងប៉ុន្តែស្រាប់តែម្ដាយរបស់គាត់បានដើរចូលមកឃើញវាគឺជាខណៈពេលដ៏រន្ធត់
ដែលអ្នកទាំងពីរបានដឹងតាមរបៀបដ៏គួរឲ្យខ្លាចបំផុតថាគាត់បានដាស់ធម្មពលឲ្យភ្ញាក់ឡើងចេញពីការឈឺចាប់នោះក្តីសង្ឃឹមដ៏តិចតួចក៏បានកើតឡើងចាងបានស្បត់ថានឹងខ្លាចជាអ្នកប្រមាញ់ម្នាក់គាត់ត្រូវតែជោគជ័យនិងធ្វើឲ្យម្ដាយមានសេចក្តីសុខឲ្យបានទោះបីជាត្រូវលះបង់អ្វីក៏ដោយការចងចាំដ៏ឈឺចាប់នេះបានក្លាយជាកម្លាំងរុញច្រានចែងត្រូវបានទាញត្រឡប់មកបច្ចុប្បន្នកាលវិញមិនមែនដោយក្តីសង្ឃឹមទេប៉ុន្តែដោយសារតែកំហឹងដ៏ពុះកញ្ជ្រោលគាត់នឹកឃើញពាក្យសម្ដីរបស់យ៉ាំពិភពលោកទាំងមូលគឺជាសត្រូវប៉ុន្តែប្រទេសជប៉ុនគឺជាគោលដៅចំបងរបស់គាត់ដោយប្រើកម្លាំងបិសាចគោលដៅរបស់គាត់កាន់តែច្បាស់គឺសម្រាប់អ្នកប្រមាញ់ដែលខ្លាំងបំផុតរបស់ជប៉ុនចំណែកឯខាការូវិញជឿថាការប្រយុទ្ធនេះបានបញ្ចប់ហើយគាត់ចាប់ដើមដាក់ដាវចូលស្រោមវិញហើយដើរចេញប៉ុន្តែក្បាលរបស់ចាំងដែលដាច់នៅលើដីនោះស្រាប់តែបាត់ទៅហើយលេចឡើងវិញភ្លាមដោយខំជាប់នឹងកជើងរបស់កាការូយ៉ាងខ្លាំងកាការូបានស្រែកឡើងទាំងក្តីតក់ស្លុតនៅពេលដឹងថាសត្រូវរបស់គាត់កំពុងតែដោះសាច់មកវិញភាពជឿចាប់ខ្លាំងនេះគឺជារឿងដែលគាត់មិនធ្លាប់ជួបប្រទះពីមុនមកឡើយក្នុងជីវិតរបស់គាត់មើលត្រង់នេះឲ្យច្បាស់ព្រោះរឿងដែលមិនគួរឲ្យជឿជិតកើតឡើងហើយគាត់បានកាត់ក្បាលនោះចេញម្ដងទៀតតាមសភាវគតិប៉ុន្តែលើកនេះចែងពោពេញដោយភាពសាហាវខូខើជាងមុនទៅទៀតគាត់ចាប់ផ្ដើមប្រើបច្ចេកទេសដ៏ខ្លាំងបំផុតដែលគាត់បានហ្វឹកហាត់នៅក្នុងឋានរុកនៃទ្វារឈាមដោយដឹងពីគ្រោះថ្នាក់ដ៏ធំនេះកាការូមិនបានបង្អង់យូរឡើយរូបសញ្ញាប្រច័ណ្ឌកន្លះវងដ៏ធំមួយបានលេចឡើងនៅលើអាកាសហើយបោកផ្ទប់ទៅលើដីយ៉ាងខ្លាំងបន្ទាប់មកគាត់បានប្រែជាលឿនដូចផ្លេកបន្ទោរត់កាត់រូងភ្នំដូចជាមនុស្សឆ្កួតដើម្បីបញ្ចេញនៅបច្ចេកទេសចុងក្រោយនៃស្ទីលខាចារូដែលជាក្បាច់ព្រះច័ន្ទទី12ដ៏សាហាវបំផុតចាំងត្រូវបានវាយប្រហារពីគ្រប់ទិសទីយ៉ាងលឿននិងមានកម្លាំងខ្លាំងរហូតដល់ថាមពលបំផ្លិចបំផ្លាញនោះបានជះចេញពីច្រកទ្វារធ្វើឲ្យប៉ះពាល់ដល់តំបន់ជុំវិញនោះខាងក្នុងរូងភ្នំត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់ទាំងហត់ទាំងហក់ខាការូក៏បានដើរចេញទៅក្រៅដើម្បីព្យាបាលរបួសជើងដ៏ធ្ងន់ធ្ងររបស់គាត់នៅខណៈពេលនោះឆ្អឹងដែលមានរាងដូចលំពែងក៏បានបាញ់ចេញមកចាក់ទម្លុះជើងម្ខាងទៀតរបស់គាត់ដែលមិនទាន់មានរបួសទោះបីជាទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដោយប៉ុន្តែបេះដូងខ្មៅរបស់ចាំងនៅតែបន្តលោតហើយគាត់ចាប់ដើមដុសសាច់ឡើងវិញម្ដងទៀតកាចារូដឹងយ៉ាងច្បាស់ថាជើងទាំងពីររបស់គាត់រងរបួសធ្ងន់ណាស់ប៉ុន្តែអ្វីដែលគាត់មានអារម្មណ៍ខ្លាំងជាងនេះគឺភាពមួម៉ៅនិងការប្រមាថមើលងាយที่មានអ្នកហ៊ានធ្វើឲ្យគាត់របួសដល់ថ្នាក់នេះមោទនភាពរបស់គាត់រងរបួសខ្លាំងជាងរាងកាយទៅទៀតគាត់បានងាកមកវិញហើយត្រៀមវាយប្រហារម្ដងទៀតតោះមកមើលខាងក្រៅរូងភ្នំវិញម្ដងតើមានរឿងអ្វីកំពុងរងចាំចាំងនៅខាងក្រៅនោះនាយករដ្ឋមន្ត្រីជូដូនិងក្រុមអ្នកប្រមាញ់កំពូលបានមកជួបជុំគ្នាសមាជិកម្នាក់បានឆ្ងល់ថាតើការប្រើកម្លាំងច្រើនបែបនេះសម្រាប់ការងារតែម្នាក់ឯងវាមិនច្រើនពេកទេឬប៉ុន្តែជូដូចង់ដឹងដោយផ្ទាល់ខ្លួនឯងវាមានរយៈពេល3ថ្ងៃពេញហើយចាប់តាំងពី Kangaroo បានចូលទៅក្នុងនាមជាអ្នកប្រមាញ់លេខ1គាត់គឺជាទ្រព្យសម្បត្តិជាតិដែលមិនអាចបាត់បង់បានមុនពេលជូដូនិយាយចប់ស្រាប់តែមានវត្ថុដ៏គួរឲ្យរន្ធត់មួយបានហោះចេញពីច្រកទ្វារវាគឺជាក្បាលរបស់កាការូដែលដាច់ចេញពីស្មាចង់បានដើរចេញមកពីក្រោយក្បាលនោះដោយកើតជាថ្មីនិងគួរឲ្យខ្លាចជាងមុនទៅទៀតជូដូគ្រាន់តែអាចស្រែកបានតែមួយមាត់ប៉ុណ្ណោះក៏ត្រូវកាត់ក្បាលដាច់ដែរនៅទីស្នាក់ការសមាគមអ្នកប្រមាញ់កូរ៉េលេខារបស់យ៉ាំបានមើលរបាយការណ៍ហើយសួរទាំងកង្វល់ថាតើចាងពិតជាអាចឈ្នះជប៉ុនបានមែនឬទេយ៉ាំបាននិយាយយ៉ាងស្ងប់ស្ងាត់ថាយើងត្រូវតែរងចាំមើលបន្តទៀតយុទ្ធសាស្ត្រគឺសាមញ្ញបំផុតប្រសិនបើគាត់អាចយកឈ្នះលើអ្នកប្រមាញ់ដែលខ្លាំងបំផុតរបស់ជប៉ុនបាននោះយើងនឹងឈ្នះសង្គ្រាមនេះស្រាប់តែនៅលើការផ្សាយផ្ទាល់រាងកាយគ្មានក្បាលរបស់ជូដូបានកម្រើកឡើងគាត់បានប្រើសមត្ថភាពរបស់គាត់នៅវិនាទីចុងក្រោយដើម្បីការពារកញ្ចឹងកនិងទប់ស្កាត់ការស្លាប់នេះគឺជាកម្លាំងពិតរបស់ Ryusu Saku Judo ដែលជានាយករដ្ឋមន្ត្រីជប៉ុននិងជាអ្នកប្រមាញ់លំដាប់ SSS ផងដែរគាត់គឺជាបិសាចក្នុងចំណោមមនុស្សលោកបន្ទាប់មករឿងរ៉ាវបានបង្ហាញពីរបៀបរៀបរយពិភពលោកនាពេលបច្ចុប្បន្ន3ឆ្នាំមុនបិសាចភាគច្រើនពីច្រកទ្វារធម្មតាត្រូវបានបង្ក្រាបហើយពិភពលោកចាប់ផ្ដើមភ័យខ្លាចចំពោះមនុស្សដែលពួកគេធ្លាប់ពឹងផ្អែកលើការការពារដោយសារតែភាពភ័យខ្លាចនេះប្រទេសមួយចំនួនបានព្យាយាមកម្ចាត់អ្នកប្រមាញ់ទាំងនោះចោលមុនប៉ុន្តែពួកគេបានបរាជ័យទាំងស្រុងអ្នកប្រមាញ់ទូទាំងពិភពលោកបានចាត់ទុកការបរាជ័យនេះថាជាឱកាសមាសរបស់ពួកគេអ្នកខ្លះបានឈានដល់ការព្រមព្រៀងជាផ្លូវការរឿងនេះទើបតែចាប់ផ្ដើមទេជឿខ្ញុំចុះអ្នកនិងខ្ញុំនឹងចង់ដឹងបន្តជាក់ជាមិនខានការផ្លាស់ប្ដូរដ៏ធំមួយកំពុងតែរងចាំមនុស្សជាតិនៅខាងមុខសម័យកាលថ្មីរបស់អ្នកប្រមាញ់បានចាប់ផ្ដើមហើយគ្មាននរណាម្នាក់អាចដឹងបានថាតើជោគវាសនារបស់ចាងនឹងទៅជាយ៉ាងណានោះទេអ្នកខ្លះបានសម្រេចចិត្តធ្វើការងារជាមួយរដ្ឋាភិបាលដើម្បីអំណាចប៉ុន្តែអ្នកខ្លះទៀតជ្រើសរើសផ្លូវផ្ទាល់ខ្លួនតោះមកមើលជាមួយខ្ញុំ
ពួក Hunter ខ្លាំងៗបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលឬប្រើកម្លាំងបាយដណ្ដើមយកប្រទេស កម្លាំងដ៏ខ្លាំងក្លាដែលមិនអាចបញ្ឈប់បាន Hunter កំពូលម្នាក់ៗដណ្ដើមអំណាចតាមរបៀបរៀងៗខ្លួនប្រទេសជប៉ុនគឺជាប្រទេសដែលត្រូវ គ្រប់គ្រងទាំងស្រុងដោយពួក Hunter ព្រោះតែរួមមួយនាយករដ្ឋមន្ត្រីជប៉ុនគឺជា Hunter លំដាប់ Triple S គាត់មានចរិតកាចសាហាវនិងមហិច្ឆតាខ្ពស់តាំងពីមុនពេលដឹងខ្លួនបន្ទាប់ពីប្រព័ន្ធ Hunter ចាប់ផ្ដើមគាត់ក៏ព្យាយាមគ្រប់គ្រងឧបទ្វីបកូរ៉េភ្លាមៗ ប៉ុន្តែមហិច្ឆតានោះត្រូវរារាំងដោយវិញ្ញាណសងសឹកដែលមិនចេះស្លាប់ម្នាក់នៅលើសមរភូមិមនុស្សគ្រប់គ្នាសូម្បីតែជូដូក៏ភ្ញាក់ផ្អើលដែរ មើលចោះចែងនៅតែបន្តព្យាបាលខ្លួនឯងមិនឈប់ Hunter 2នាក់ដែលចង់បានភាពល្បីល្បាញក៏ស្ទុះចូលមកអន្តរាគមន៍ ពួកគេគឺជា Hunter លំដាប់លេខ7និងលេខ8របស់ជាតិពួកគេបានបញ្ចេញជំនាញដ៏ខ្លាំងបំផុតរបស់ពួកគេ ដាក់លើរាងកាយរបស់ចាំងដែលកំពុងផ្គុំឡើងវិញត្រឹម1វិនាទីគាត់បានកាត់ក្បាល Hunter លេខ8 រួចចាប់ Hunter លេខ7បោកទៅលើ Day Young Klong រហូតដល់ Bake Lalir ក្បាលខ្ទេក Salted Kiam Kang Crown Panoff អ្នកមើលគ្រប់គ្នាស្រែកដោយកំហឹងនិងភាពរន្ធត់ចំពោះទស្សនវិជ្ជាដ៏សាហាវនេះជូដូដែលខឹងខ្លាំងបំផុតបានស្រែកគំរាមថាអ្នកណាហ៊ានចូលមករារាំងទៀតគាត់នឹងសម្លាប់ចោលដោយដៃខ្លួនឯងនៅពេលឈាមរបស់ជូដូពុះកញ្ជ្រោលគាត់ក៏នឹកឃើញអតីតកាល ការដែលគាត់បានជួបក្មេងម្នាក់អង្គុយនៅខាងក្រៅក្នុងអាកាសធាតុដ៏ត្រជាក់ខ្លាំងនៅពេលគាត់សួរនាំ ក្មេងនោះមើលមកគាត់ដោយខ្សែភ្នែកមុះមុតហើយសួរថាគាត់ជាអ្នកណាជូដូកាលនៅក្មេងគ្រាន់តែដកដង្ហើមធំរួចដោះអាវក្រៅឲ្យក្មេងនោះហើយនាំគេទៅកន្លែងកក់ក្ដៅគាត់ក៏បានសួររកឈ្មោះរបស់ក្មេងម្នាក់នោះ ក្មេងនោះប្រាប់ថាខ្លួនឈ្មោះកាចារូការចងចាំចំពោះសិស្សសំណប់ម្នាក់នេះបានធ្វើឲ្យកំហឹងរបស់ជូដូផ្ទុះឡើងកាន់តែខ្លាំង រូបរាងរបស់ជូដូចាប់ផ្ដើមប្រែប្រួលคล้ายជាបិសាចមើលឲ្យច្បាស់នេះហើយជាកម្លាំងពិតរបស់គាត់បានដាល់មួយដៃដែលចាងព្យាយាមទប់ប៉ុន្តែការវាយប្រហារបន្ទាប់បានទម្លុះការការពារឆ្លងកាត់ដៃនិងចូលទៅក្នុងទូង ថែមទាំងធ្វើឲ្យបាត់មុខរបស់ចាំងទាំងស្រុងទៀតផងទោះបីខ្ទេចខ្លួនក៏ដោយក៏ចាំងមិនព្រមស្លាប់ដែរជូដូក៏បញ្ចេញកំអែភ្នំភ្លើង ដើម្បីដុតកំទេចសត្រូវរបស់គាត់ឲ្យคล้ายជាផេះ Hunter ផ្សេងទៀតនាំគ្នាស្ងើចសរសើរចំពោះកម្លាំងដ៏មហិមានេះប៉ុន្តែជូដូមិនខ្វល់ឡើយគាត់ដើរទៅរើសក្បាលសិស្សរបស់គាត់ប៉ុន្តែស្រាប់តែឮសំឡេងហែកសាច់ពីក្រោយខ្នង អ្នកទាំងអស់គ្នាជឿទេចែងនៅតែអាចព្យាបាលខ្លួនឯងត្រឡប់មកជារូបរាងបិសាចដ៏សាហាវដដែល ខណៈកំពុងឈរមើលក្បាលកាការូគាត់បាននឹកឃើញពេលដែលគាត់កំចាត់រាល់ការតស៊ូនយោបាយទាំងអស់ក្នុងប្រទេសជប៉ុនគាត់បានសុំទោសកាការូចំពោះអំពើហិង្សាដែលជៀសមិនរួចប៉ុន្តែការដណ្ដើមអំណាចនោះមិនមែនជាទីបញ្ចប់ឡើយពួកគេទើបតែគ្រប់គ្រងជប៉ុនបានហើយឥឡូវគោលដៅបន្ទាប់គឺកូរ៉េខាងត្បូងនិងចិនសង្គ្រាមទើបតែចាប់ផ្ដើមប៉ុណ្ណោះគាត់ប្រហែលជាអាចស្លាប់បើជួបកម្លាំងខ្លាំងបែបនេះម្ដងទៀតដូច្នេះបើគេចង់បញ្ឈប់ត្រឹមនេះគាត់ក៏យល់ព្រមដែរកាគ្រូបានប្រាប់ថាគាត់គឺជាមនុស្សតែម្នាក់គត់ដែលមើលថែគេកាលដែលគេជិតស្លាប់នៅតាមភ្លឺកាលពីច្រើនឆ្នាំមុនគេនឹងសងគុណនេះវិញទោះត្រូវលះបង់អ្វីក៏ដោយទោះយ៉ាងណាមានរឿងមួយដែលគេចង់សុំពីគាត់នៅពេលរឿងរ៉ាវចប់សពគ្រប់តើគេអាចហៅគាត់ថាឪពុកបានទេជូដូមានអារម្មណ៍ថានេះគឺជាសំណួរដែលមិនបាច់សួរក៏បានទោះបីជាមិនបានសុំការអនុញ្ញាតក៏គាត់ចាត់ទុកគេជាកូនប្រុសដ៏មានតម្លៃរបស់គាត់រួចទៅហើយដែរដោយសារអស់អត់ធ្មត់នឹងការសម្ដែងមនោសញ្ចេតនាជូដូក៏បានហៅភ្នំភ្លើងទាំងមូលឲ្យលិចឡើងមកតែម្ដងមនុស្សនៅជុំវិញនោះនៅរស់បានក៏ដោយសារតែស្ត្រីម្នាក់នៅក្បែរគាត់មានសមត្ថភាពប្រើទឹកកកដ៏ខ្លាំងក្លានៅពេលចាំងឈរនៅពីមុខភ្នំភ្លើងដែលទើបនឹងកើតវាក៏ផ្ទុះឡើងភ្លាមហើយជូដូក៏បានបញ្ចូលកម្លាំងរបស់វាចូលក្នុងខ្លួនគាត់បដញ្ញាថានឹងធ្វើឲ្យរាល់កោសិការបស់ចាំងរលាយបាត់អស់ពីពិភពលោកនេះដោយបញ្ជាតែមួយម៉ាត់ចាំងត្រូវបានហ៊ុំព័ទ្ធដោយកំអែភ្នំភ្លើងដែលចាប់ផ្ដើមដុតរំលាយសាច់របស់គាត់ទាំងស្រុងប៉ុន្តែគាត់នៅមានកម្លាំងលោតចេញពីចរន្តកំអែហើយព្យាយាមឆោងចាប់ Shadow ជាអកុសលសកម្មភាពនេះរឹតតែធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ Judo បានចាប់គាត់ខ្វែងចូលទៅចំកណ្ដាលភ្នំភ្លើងរួចបញ្ចេញកំអែភ្នំភ្លើងឲ្យពេញកន្លែងនោះតែម្ដងអ្នកផ្សេងទៀតនាំគ្នារត់គេចចេញខណៈដែលភ្នំភ្លើងកាន់តែធំទៅហើយគ្របដណ្ដប់ស្រមោលលើទីក្រុងទាំងមូលទោះបីត្រូវដុតទាំងរស់ក៏ដោយចាំងនៅតែព្យាយាមឈោងទៅរក Judo ដោយមិនខ្វល់ពីការឈឺចាប់ដ៏ខ្លាំងក្លាឡើយ Judo បានហៅហាណាមឲ្យមកក្បែរហើយនាងក៏ប្រើសមត្ថភាពទឹកកកបិទផ្ចិតមាត់ភ្នំភ្លើងឲ្យคล้ายជាថ្មភ្លាមឥឡូវនេះយ៉ាងត្រូវជាប់ឃុំឲ្យរលាយនៅក្នុងនោះអស់មួយជីវិតនៅឯសមាគមកុងខំក្នុងប្រទេសកូរ៉េខាងត្បូងមានស្ត្រីម្នាក់កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីជួយអ្នកដែលត្រូវគេធ្វើបាបម្នាក់ឲ្យរស់ឡើងវិញពីសេចក្តីស្លាប់នាងបានធ្វើឲ្យគេដឹងខ្លួនឡើងវិញបានសម្រេចទោះបីជារាងកាយរបស់គេស្ថិតក្នុងស្ថានភាពដុនដាបយ៉ាងណាក៏ដោយខណៈពេលដែលជូដូអនុញ្ញាតឲ្យ Hunter ភាគច្រើនត្រឡប់ទៅវិញចាំងដែលនៅក្នុងគុកភ្នំភ្លើងក៏ចាប់ផ្ដើមកម្រើកដៃជាក់ស្ដែងនេះមិនមែនជាលើកទី1ទេដែលគាត់បានជួបប្រទះនៅកំអែភ្នំភ្លើងដ៏ក្ដៅបែបនេះចាំមើលជាមួយខ្ញុំតើគាត់នឹងចេញមកដោយរបៀបណាព្រោះកន្លែងដែលគេធ្លាប់រស់នៅសាហាវជាងនេះទៅទៀតមកមើលជាមួយខ្ញុំនៅរឿងដ៏រន្ធត់នេះសម្រាប់គេ
វាជារឿងដែលធ្លាប់ឆ្លងកាត់រាប់ម៉ឺនដងទៅហើយតែលើកនេះវាខុសប្លែកពីមុនទោះជាគេអាចចេញរួចក៏ការជឿចាប់មិនបានថយចុះដែរគេខំខំថ្មិញទ្រាំនឹងវាហើយប្រើជើងច្រាននឹងផ្ទៃរឹងដើម្បីមានកម្លាំងរើបំរាស់រួចក៏យកក្បាលបោកនឹងដំបូលថ្មដដែលរហូតដល់បែកហាណាមីគឺជាអ្នកដំបូងគេដែលដឹងថាបិសាចនោះចេញរួចហើយពួកគេមិនអាចកំចាត់កង្ហឹងរបស់វាបានងាយឡើយជូក៏ដឹងដែរហើយប្រាប់ឲ្យហានីមនាំអ្នកប្រមាញ់ផ្សេងទៀតរត់ឲ្យឆ្ងាយបំផុតតាមដែលអាចធ្វើបានគេបានបញ្ចេញរូបរាងចុងក្រោយហើយចោះចោតយ៉ាងខ្លាំងរហូតធ្វើឲ្យចាងភ្ញាក់ផ្អើលហានីមបារម្ភពីគេខ្លាំងណាស់ព្រោះកាលពីគេចាប់ផ្ដើមវាយលោកជប៉ុនគេតែងតែប្រថុយប្រានពេកហើយស្លាកស្នាមរាប់រយបានពីពេញរាងកាយគេហើយសំបីតែសមត្ថភាពព្យាបាលដោយម៉ាម៉ាក៏ជួយមិនទាន់ដែរជូឌូធ្លាប់ប្រាប់នាងថាក្នុងចំណោមមហាអំណាចដូចជាអាមេរិកឬចិនប្រទេសពួកគេគឺខ្សោយបំផុតប្រសិនបើមិនអាចលេបយកកូរ៉េខាងត្បូងបានទេប្រទេសគេនឹងគ្មានផ្លូវរស់ឡើយហានីមបានដើរចូលទៅជិតហើយប្រាប់ថាអ្នកប្រមាញ់ជាច្រើននឹងត្រូវស្លាប់តែជូដូតបវិញថាបើអញ្ចឹងមែនគេមានតែត្រូវប្រយុទ្ធឲ្យខ្លាំងជាងមុនទោះបីជាខ្លួនប្រាណត្រូវខ្លាយជាផេះក៏គេត្រូវតែការពារប្រទេសជាតិដែលជាអ្វីដែលគេស្រឡាញ់បំផុតដែរភ្លាមនោះគេបានលោតទៅរកចាងហើយវាយបោកទៅនឹងភ្នំភ្លើងយ៉ាងដំណំរួចគេក៏ចាប់ករបស់វាបោះទៅមុខប៉ុន្តែចាងនៅតែអាចឈរជាប់នឹងដីជូដូមិនទាន់ឈប់ត្រឹមនឹងទេគេបានហៅទន្លេម៉ាម៉ាមកវាយប្រហារចំលើចាងពេញទំហឹងចាងព្យាយាមទប់តែទប់មិនជាប់ឡើយខណៈពេលចាងកំពុងទន់ដៃទន់ជើងជូដូបានលោតទៅលើកំពូលភ្នំរួចធ្លាក់ចុះមកវិញជាមួយកម្លាំងមហាសាលធ្វើឲ្យភ្នំភ្លើងទាំងមូលរញ្ជួយនិងពោពេញដោយផ្សែងហានីមប្រាប់ឲ្យគ្រប់គ្នាដកថយតាមបញ្ជាតែពួកគេមិនព្រមឡើយពួកគេសុទ្ធតែធ្លាប់ទទួលបានជំនួយពីគេហើយបានស្បត់ថានឹងការពារគេដោយបដូរជីវិតនៅខាងក្នុងភ្នំភ្លើងជូដូបានអូសចាងដែលកំពុងរើបំរាស់ទៅកាន់ជំរឿនៃភ្លើងនរកដែលជាកន្លែងសម្រាប់បំផ្លាញរាល់អ្វីទាំងអស់របស់វាឲ្យរលាយសាបសូន្យបន្ទាប់ពីរួចរាល់ជូដូគិតថាគេឈ្នះហើយតែអកុសលណាស់មើលឲ្យច្បាស់ព្រោះរឿងដែលមិនគួរឲ្យជឿចិត្តកើតឡើងហើយប្រលឹងគុំគួនរបស់ចាងមិនព្រមចោះចាញ់ឡើយរួចវាក៏ក្រោកឡើងម្ដងទៀតពិភពលោកបានឆក់យកមនុស្សជាស្រឡាញ់របស់វាដូច្នេះវានឹងធ្វើបែបនេះដាក់អ្នកដទៃវិញវាចាប់ហានីមជាប់ទោះជានាងបង្កក់វាដោយទឹកកកក៏ដោយរួចវាចាប់អូសនាងចូលទៅក្នុងភ្នំធ្វើឲ្យជូដូសម្រេចចិត្តប្រើក្បាច់ចុងក្រោយដើម្បីបញ្ចប់រឿងអ្នកប្រមាញ់អីទៀតក៏ចោះមកជួយដែរជូដូព្យាយាមវាយប្រហារប៉ុន្តែគេមិនហ៊ានបញ្ចេញអស់ពីសមត្ថភាពឡើយព្រោះខ្លាចប៉ះពាល់ដល់ប្រពន្ធគេក៏សម្រេចចិត្តប្រើដៃម្ខាងដើម្បីកាត់ផ្ដាច់ការចាប់របស់ចាងចេញពីហានីមនេះគឺជាអ្វីដែលចាងបានក្រងទុកវាក៏បកក្រោយវិញរួចកាត់ក្បាលជូដូដាច់ចេញពីស្មាភ្លាមលើកនេះមេដឹកនាំរូបនេះមិនអាចតក្បាលវិញបានទៀតទេអ្នកប្រមាញ់ទាំងអស់បាននាំគ្នាសម្រុកចូលវាយទៅលើចាងដែលចិត្តកក់ទៅហើយនោះហើយពួកគេក៏បានបំបែកវាទៅជាបំណែកតូចហានីមមានសុវត្ថិភាពប៉ុន្តែជូដូត្រូវស្លាប់យ៉ាងអនោចអធមបំផុតជាមួយទឹកមុខដ៏ឈឺចាប់ពួកគេមិនទាន់ទាំងមានពេលកាន់ទុកផងចាងក៏ក្រោកឡើងម្ដងទៀតជាមួយប្រលឹងដ៏ខ្មៅងងឹតនិងពោពេញដោយការស្អប់ខ្ពើមពេលវាដើរទៅរកហានីមនាងក៏ភ័យស្លន់ស្លោដល់ថ្នាក់វង្វេងស្មារតីអ្នកប្រហែលជាគិតដូចខ្ញុំដែរមែនទេថាវាគ្រាន់តែជាសុបិនបន្ទាប់មកនាងក៏ដឹងខ្លួននៅលើគ្រែជាមួយប្តីនាងជូដូបានលួងលោមនាងថាមិនអីទេតែក្រោយពេលថើបគេរួចនាងក៏ឃើញការប៉ັດដ៏រន្ធត់នៅចំពោះមុខគ្មានផ្លូវត្រឡប់ក្រោយឡើយស្មារតីនាងត្រូវខ្ទេចខ្ទីហើយអ្នកនៅជុំវិញសុទ្ធតែស្លាប់អស់ហានីមសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដើម្បីទៅជួបប្តីនាងនៅជាតិក្រោយចាងគឺជាអ្នកឈ្នះតែវានៅតែបន្តគិតចង់សម្លាប់ជនរងគ្រោះបន្ទាប់ទៀតវាត្រឡប់ទៅកាន់ខ្លោងទ្វារដែលជាផ្ទះតែមួយគត់របស់វាហើយរងចាំមនុស្សបន្ទាប់ចូលមកឯខាងសមាគមគីមកាងវិញស្ត្រីដែលបានជួយជីវិតតាដែលជាក្មេងទំនើងម្នាក់នោះបានប្រាប់គេកុំឲ្យប្រើកម្លាំងហួសហេតុពេកគេគឺជាមនុស្សតែម្នាក់គត់ដែលមានធម៌ពលម៉ាណាខ្លាំងក្លាប៉ុន្តែពួកគេស្ទើរតែសង្គ្រោះគេមិនបានទៅហើយចំណែកមិត្តភក្តិគេវិញគឺផ្សេងតាដឹងច្បាស់ថាពួកគេគ្មានម៉ាណាតាំងពីដំបូងមកម្លេះប៉ុន្តែគេដឹងថាមានរឿងអ្វីកើតឡើងក្មេងខ្សោយម្នាក់ដែលគេធ្លាប់ធ្វើបាបពីមុនបានរត់ចេញពីខ្លោងទ្វារឈាមហើយសម្លាប់មិត្តភក្តិគេអស់រលីងគេនឹងមិនអត់ឱនឲ្យវាជាដាច់ខាតនេះគឺជាប្រធានសមាគមគីមកាងជាអ្នកប្រមាញ់លំដាប់ S ឈ្មោះជេស៊ូរបាយការណ៍ថាគេត្រឹមលំដាប់ S តែការពិតមិនមែនចឹងទេបន្តិចក្រោយមកស្ត្រីនោះបានដោះចំណងសមត្ថភាពគេហើយគេក៏បានប្រមូលផ្ដុំសមាជិកទាំងអស់គ្រប់គ្នាបានលុតជង្គង់ចំពោះមុខគេហើយប្រធានក្រុមស៊ើបការហាំងគង់ច័ន្ទបានរាយការណ៍ថាបិសាចដែលគេកំពុងតាមរោគបានបដូរទៅកាន់ខ្លោងទ្វារថ្មីក្រោយការសម្លាប់រង្គាលនៅជប៉ុនតែមិនខ្វល់ពីព័ត៌មានលម្អិតទេគេគ្រាន់តែចង់សម្លាប់វាឲ្យរលាយបាត់ពីលើលោកនេះតែប៉ុណ្ណោះជឿខ្ញុំចុះអ្នកនិងខ្ញុំនឹងស្រឡាំងកាំងជាមួយឈុតចុងក្រោយនេះ
កងច័ន្ទស្បត់ថានឹងយកក្បាលវាមកឲ្យបានតែភ្លាមនោះតាបានកាត់ក្បាលគេតែម្ដងត្រៀមខ្លួនជាមួយខ្ញុំមកមើលរឿងរ៉ាវដ៏សាហាវនៃការសងសឹកនិងអំណាចដែលមិនអាចទាយទុកជាមុនបានថេស៊ូបានរអ៊ូទាំពីកោងឆាន់មិនឈប់ឈរពីមុនគាត់គឺជាអនុប្រធានសមាគម Hunter របស់កូរ៉េពេលពួកគេគ្រប់គ្រងស្ថាប័ននោះកាលពី3ឆ្នាំមុនគាត់បានជួយក្តោបក្តាប់កូរ៉េទាំងមូលលើពីនេះគាត់មានសមត្ថភាពថ្នាក់ S ដែលអាចបញ្ជាវត្ថុដោយចិត្តដែលវាពិតជាស័ក្តិសមបំផុតសម្រាប់មហាចតារបស់គាត់គ្មានអ្នកណាហ៊ានតបតឡើយខណៈដែលគាត់កំពុងកំទេចកូនចៅខ្លួនឯងយ៉ាងសាហាវរហូតដល់ឈាមហូរស្រោចពេញដីគ្រូពេទ្យស្រីដែលបានព្យាបាលគាត់បានសួរថាតើអ្វីដែលគាត់ធ្វើនេះជាការល្អដែរឬទេសម្រាប់នាងសមត្ថភាពនេះដូចជាបណ្ដាសាទៅវិញទេប៉ុន្តែទូគិតផ្ទុយពីនេះវាគឺជាពរជ័យដ៏អស្ចារ្យបំផុតហើយតាមរយៈកូនចៅទាំងនេះគាត់នឹងអាចទទួលបានកម្លាំងកាន់តែខ្លាំងឡើងសមាជិក1528នាក់បានមកជួបជុំគ្នានៅទីនេះដែលវាជាឱកាសមាសសម្រាប់ថៃអូក្នុងការបង្កើនអំណាចរបស់ខ្លួនបន្តិចក្រោយមកសាកសពបានដេកដួលរត់ដករណែលពេញដីហើយតាយោពិតជាសប្បាយចិត្តខ្លាំងណាស់ក្នុងការស្រូបយកធម៌ពលទាំងនោះមកក្នុងខ្លួនគ្រូពេទ្យស្រីម្នាក់នោះបានសួរបញ្ជាក់ថាតើប៉ុណ្ណឹងគ្រប់គ្រាន់ហើយឬនៅប៉ុន្តែថេស៊ូបដិសេធភ្លាមព្រោះសត្រូវរបស់គាត់ទើបតែបានសម្លាប់មន្ត្រីម្នាក់ឈប់សិនកុំអាព្រឹកភ្នែកអីត្រង់នេះហើយដែលគាត់បដិញ្ញាថាត្រូវតែសម្លាប់អាម្នាក់នោះឲ្យបានទោះត្រូវលះបង់អ្វីក៏ដោយដូច្នេះគាត់បានប្រកាសថាគាត់នឹងទៅប្រទេសរុស្ស៊ីដើម្បីបន្តការសម្លាប់រង្គាលនេះចំណែកឯយំវិញក៏បានចាប់ផ្ដើមព្យាបាលម្ដាយរបស់ចាំងភ្លាមសមត្ថភាពព្យាបាលថ្នាក់ S របស់នាងកំពុងជួយស្រោចស្រង់កោសិកាដែលខូចខាតឡើងវិញម្ដងមួយវានឹងត្រូវចំណាយពេលយូរបន្តិចប៉ុន្តែនាងបានបញ្ញាថានឹងធ្វើឲ្យបានបន្ទាប់ពីបញ្ចប់ការព្យាបាលថ្ងៃនេះនាងបានប្រាប់ចែងថាម្ដាយរបស់គាត់នឹងដឹងខ្លួនឡើងវិញក្នុងរយៈពេល1សប្ដាហ៍ទៀតប្រសិនបើបន្តបែបនេះស្រាប់តែនាងបានដួលសន្លប់ទៅលើដីដោយសារតែការប្រើប្រាស់កម្លាំងនិងធម៌ពលខ្លាំងហួសកម្រិតចាំងបានដឹងថាការព្យាបាលនេះត្រូវចំណាយធម៌ពលច្រើនណាស់គាត់ក៏ឆ្ងល់ថាហេតុអីបានជានាងសុខចិត្តធ្វើរឿងទាំងអស់នេះដើម្បីគាត់នាងបានចាប់ដៃគាត់ហើយប្រាប់ថាគាត់ត្រូវតែមានជីវិតរស់នៅបន្តទៀតឲ្យបាននាងព្យាយាមព្យាបាលដៃឲ្យគាត់ប៉ុន្តែចាំងបានបដិសេធទោះជាយ៉ាងណាក៏ដោយនាងបានសង្កេតឃើញរឿងមួយយ៉ាងភាពជាសត្វសាហាវនៅក្នុងខ្លួនរបស់គាត់កំពុងតែវិវត្តទៅមុខយ៉ាងលឿននៅក្នុងច្រកទ្វារឈាមចាប់តាំងពីច្រកទ្វារបានលេចឡើងកាលពី15ឆ្នាំមុនច្រកទ្វារធម្មតាផ្សេងទៀតក៏បានចាប់ផ្ដើមប្រែក្លាយទៅជាច្រកទ្វារឈាមបន្តិចម្ដងប៉ុន្តែចាប់តាំងពីគាត់បានគេចខ្លួនមកការផ្លាស់ប្ដូរនេះក៏កាន់តែលឿនឡើងដែលធ្វើឲ្យច្រកទ្វារទូទាំងពិភពលោកប្រែពណ៌ក្រហមឆ្អៅធម៌ពលដែលហូរចេញពីច្រកទ្វារទាំងនេះកំពុងផ្ដល់ឲ្យគាត់នូវកម្លាំងមហាសាលលើសពីការស្មានដែលគ្មានអ្នកណាអាចប្រៀបធៀបបានឡើយបើប្រៀបធៀបទៅច្រកទ្វារធម្មតាគ្រាន់តែជារុនតូចមួយប៉ុណ្ណោះប៉ុន្តែច្រកទ្វារឈាមនេះគឺជាផ្លូវដ៏ធំធេងដែលតភ្ជាប់ទៅកាន់ពិភពផ្សេងវាហាក់ដូចជាមានអ្វីមួយយ៉ាងដែលកំពុងព្យាយាមតាមមកពីម្ខាងទៀតហើយវាមិនព្រមដោះលែងរូបគាត់ឲ្យមានសេរីភាពឡើយបិសាចនរោកំពុងតាមមកអូសគាត់ត្រឡប់ទៅវិញទោះបីជាពួកគេត្រូវបំផ្លាញពិភពលោកទាំងមូលចោលក៏ដោយក៏ពួកគេមិនខ្វល់ដែរអ្នកទាំងអស់គ្នាឃើញហើយមែនទេភាពវឹកវរនេះទើបតែចាប់ផ្ដើមទេខណៈដែលច្រកទ្វារក្រហមរាប់សិបបានលេចឡើងពេញទីក្រុងកូរ៉េនៅឯការិយាល័យប្រធានាធិបតីកូរ៉េគាត់បានសួរទាំងផិតភ័យថាហេតុអីបានជាមានរឿងនេះកើតឡើងហើយហេតុអីសមាគម Hunter មិនព្រមលើកទូរស័ព្ទកូនចៅរបស់គាត់បានបញ្យល់ថាសមាគមទាំងមូលត្រូវបានកំទេចចោលបាត់ទៅហើយពួកគេក៏មិនដឹងថាវាបានកើតឡើងដោយរបៀបណាដែរប្រធានាធិបតីបានសួររកដំណោះស្រាយហើយថែមទាំងគិតចង់សុំជំនួយពីប្រទេសផ្សេងទៀតដើម្បីជួយសង្គ្រោះស្ថានភាពដ៏អាក្រក់មួយនេះប៉ុន្តែគាត់មានអារម្មណ៍ថាការធ្វើបែបនោះប្រៀបដូចជាការបាត់បង់ឯករាជ្យជាតិដូច្នេះគាត់បានបញ្ជាឲ្យប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ទោះបីជាកម្លាំងយោធាមិនអាចធ្វើអ្វីបានច្រើនហើយគ្មានគិនកាំងក៏ដោយក៏ពួកគេនៅតែមាន Hunter ផ្សេងទៀតដែលអាចជួយបានដែរ Hunter ទាំងនោះកំពុងតែខិតខំអស់ពីសមត្ថភាពដើម្បីប្រយុទ្ធការពារប្រជាជនទោះបីជាឱកាសឈ្នះមានតិចតួចបំផុតក៏ដោយមុនពេលដែលពួកគេអាចផ្លាស់ទីទៅកាន់ទីតាំងថ្មីបានស្រាប់តែមានបិសាចយក្សមួយបានលេចមុខឡើងហើយបានកំទេចពួកគេទាំងអស់ចាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញអ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងនៅជុំវិញខ្លួនដោយសារតែរូបគាត់ផ្ទាល់នៅពេលដែលស្ត្រីម្នាក់ហៀបនឹងត្រូវបានសម្លាប់ដោយបិសាចយក្សនោះចាងក៏បានស្ទុះទៅជួយសង្គ្រោះនាងឲ្យទាន់ពេលវេលាកាលពីគាត់បានស្លាប់នៅក្នុងច្រកទ្វារឈាមធម្មពលនៅទីនោះបានព្យាយាមប្រែក្លាយគាត់ឲ្យទៅជាបិសាចដ៏ពេញលេញម្នាក់គាត់ត្រូវស៊ូទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងដើម្បីឈ្នះវារហូតទទួលបានសមត្ថភាពក្នុងការជាសះស្បើយរបួសដោយស្វ័យប្រវត្តិបែបនេះយ៉ាងហោចណាស់នោះគឺជាអ្វីដែលគាត់ធ្លាប់គិតប៉ុន្តែការពិតទៅធម្មពលក្នុងខ្លួនមិនព្រមឲ្យគាត់ស្លាប់រហូតដល់គាត់ក្លាយជាបិសាចដូចពួកវាគាត់បានខំថ្មិញទាំងកង្ហឹងជាខ្លាំងព្រោះអ្វីដែលគាត់ធ្លាប់រំពឹងទុកហាក់ដូចជាកំពុងតែរលាយបាត់ទៅបន្តិចម្ដងហើយជាយូរណាស់មកហើយដែលគាត់ធ្លាប់ស្រមៃចង់រស់នៅដោយសុខសាន្តជាមួយម្ដាយរបស់គាត់បន្ទាប់ពីការព្យាបាលបានជោគជ័យប៉ុន្តែវាហាក់ដូចជានរោមិនទាន់ឈប់តាមលងបន្លាចគាត់នៅឡើយទេនៅក្នុងពិភពបិសាច
ស្ដេចនរកកំពុងតែតាមដានមើលចាំងយ៉ាងយកចិត្តទុកដាក់ ស្ដេចនរកបានដឹងថាចាងគឺជាអ្នកដែលធ្វើឲ្យមានស្នាមប្រេះរវាងពិភពទាំងពីរហើយគាត់ពិតជាចង់ឃើញការប្រយុទ្ធដ៏អស្ចារ្យនេះណាស់ ចាងបានសន្យាជាមួយគ្រូពេទ្យស្រីថាគាត់នឹងកម្ចាត់បិសាចទាំងអស់ដែលចេញពីច្រកទ្វារឈាមដើម្បីដោះដូរនឹងការព្យាបាលម្ដាយរបស់គាត់នាងនឹងបញ្ជូនម្ដាយរបស់គាត់ទៅកាន់លេនដ្ឋានក្រោមដីដែលមានសុវត្ថិភាពបំផុតរបស់សមាគមដើម្បីការពារពីគ្រោះថ្នាក់ដែលមិនអាចស្មានដល់ដូច្នេះហើយនាងបានប្រាប់ឲ្យគាត់ប្រយុទ្ធដោយប្រើអស់ពីកម្លាំងកាយចិត្តដើម្បីការពារអ្វីដែលសំខាន់បំផុតសម្រាប់គាត់ ក្នុងពេលកំពុងប្រយុទ្ធចាំងក៏បានចំណាំមុខពួកបិសាចទាំងនេះបានពួកវាគឺជាបិសាចប្រភេទដដែលដែលគាត់ធ្លាប់ប្រយុទ្ធអស់រយៈពេល5ឆ្នាំ ហើយយើងនឹងដឹងជាមួយគ្នាថាតើវាបរិះរបស់យើងអាចឈ្នះក្នុងសង្គ្រាមនេះដែរឬអត់ព្រោះគាត់ដឹងថាកម្លាំងរបស់គាត់ក៏មានដែនកំណត់ដែរតោះអ្នកទាំងអស់គ្នាមកតាមដានសាច់រឿងដ៏ជក់ចិត្តមួយនេះទោះបីជាមានបិសាចច្រើនមហិមាចេញពីខ្លោងទ្វារក៏ដោយក៏គេនៅតែបន្តសម្រាប់ពួកវាបានដោយជោគជ័យប្រសិនបើស្ថានភាពនៅតែល្អបែបនេះគេនឹងអាចរស់នៅយ៉ាងមានសុភមង្គលជាមួយម្ដាយរបស់គេជាក់ជាមិនខានស្រាប់តែមានក្របកាំភ្លើងបាញ់ចំក្បាលរបស់គេយ៉ាងពេញទំហឹងដែលវាជាការបាញ់រះចេញពីកងទ័ពជាតិដែលទៅតែមកដល់កន្លែងកើតហេតុទាំងបង្ខំចិត្តវាពិតជាយឺតពេលណាស់សម្រាប់ការជួយសង្គ្រោះពិតប្រាកដទាហានម្នាក់បានចោទសួរពីសិលធម៌នៃទង្វើរបស់ពួកគេដោយសារតែសត្វចម្លែកនេះមិនដែលវាយប្រហារមនុស្សឡើយគឺវាសម្លាប់តែបិសាចប៉ុណ្ណោះមេបញ្ជាការក្រុមហ៊ុនបានច្រានចោលការព្រួយបារម្ភនេះភ្លាមៗគាត់បានប្រកាសថាសត្វចម្លែកនេះគឺជាឫសគល់នៃមហន្តរាយទាំងអស់នេះផែនការរបស់ពួកគេគឺគ្រាន់តែចង់ចាប់ឃាត់ខ្លួនវាទុករហូតដល់ក្រុមព្រានព្រៃមកដល់ចាងបានត្រឹមតែងឿងឆ្ងល់ថាតើពួកគេកំពុងនិយាយពីអ្វីមុនពេលដែលគេត្រូវបានកំទេចដោយគ្រាប់រត់ក្រោះយ៉ាងសាហាវឃោឃៅទន្ទឹមនឹងនោះពួកទាហានក៏បន្តបាញ់ប្រហារគេមិនឈប់ឈរចាងឈឺចាប់ខ្លាំងបំផុតដែលគេមិនធ្លាប់ជួបហើយបានអង្វរឲ្យពួកគេបញ្ឈប់ប៉ុន្តែចុងក្រោយមានតែសមត្ថភាពព្យាបាលខ្លួនឯងប៉ុណ្ណោះដែលជួយគេឲ្យរួចជីវិតច្រកទ្វាรงងឹតបានបញ្ចេញថាមពលយ៉ាងខ្លាំងក្លាចូលក្នុងខ្លួនគេដែលជាថាមពលកើតចេញពីកំហឹងដ៏ពុះកញ្ជ្រោលធ្លាប់បានប្រមានគេអំពីបាតុភូតនេះរួចហើយចាប់តាំងពីខ្លោងទ្វារឈាមត្រូវបានបើកគេនឹងទទួលបានថាមពលជាបន្តបន្ទាប់ដែលធ្វើឲ្យការទប់ស្កាត់ការខ្លាយជាបិសាចរបស់គេកាន់តែពិបាកទៅក្នុងរយៈពេលតែ1វិនាទីប៉ុណ្ណោះដោយសារតែការគ្រប់គ្រងកំហឹងមិនបានចាំងក៏បានសម្លាប់ទាហានទាំងអស់នោះចោលឥឡូវអ្នកទាំងអស់គ្នាមើលត្រង់នេះឲ្យច្បាស់ព្រោះវាជាចំណុចរបត់សាកសពទាហានម្នាក់បានធ្វើឲ្យគេនឹកឃើញដល់អតីតកាលដ៏ឈឺចាប់ការដែលគេនៅរៀនហើយត្រូវបានគេធ្វើបាបយ៉ាងខ្លាំងមានតែមិត្តភ័ក្តិកាលពីក្មេងម្នាក់ប៉ុណ្ណោះដែលខ្វល់ខ្វាយនឹងសួរគេត្រង់គេចង់ដឹងថាហេតុអីបានជាចាងមិនដោយឲ្យតៅនឹងពួកអតិថិឆានទាំងនោះធ្វើបាបតាមអំពើចិត្តបែបនេះចាងដឹងថាខ្លួនឯងគឺជាគោលដៅងាយស្រួលគេក៏បានប្រាប់មិត្តភ័ក្តិឲ្យធ្វើជាមិនស្គាល់គ្នាព្រោះខ្លាចមិត្តរបស់គេរងគ្រោះថ្នាក់មិត្តម្នាក់នោះខឹងយ៉ាងខ្លាំងហើយសួរថាតើឯងឈួតហើយមែនទេប៉ុន្តែចាងមិនហ៊ានសូម្បីតែសម្លឹងមើលភ្នែកព្រោះតែចង់ការពារសុវត្ថិភាពមិត្តភ័ក្តិរបស់គេតែប៉ុណ្ណោះមិត្តម្នាក់នោះក៏ដើរចេញទៅហើយវាជាពេលដែលចាងគិតថាគេបានបាត់បង់មិត្តតែម្នាក់គត់នៅក្នុងโลกនេះហើយនោះគឺជាអ្វីដែលគេគិតនៅពេលនោះប៉ុន្តែការពិតវាមិនមែនបែបនេះទេមិត្តរបស់គេបានលួចប្រមូលផុសតាងតាមរយៈកាមេរ៉ាក្នុងភ្នែកស្ដាំបន្ទាប់ពីទទួលបានរូបថតគ្រប់គ្រាន់គេក៏បានផ្ញើផុសតាងទាំងអស់ទៅកាន់ប៉ូលីសការិយាល័យអប់រំនិងទីភ្នាក់ងារសារព័ត៌មានធំជាអកុសលអំពើពុករលួយដែលការពារពួកក្មេងទំនើងទាំងនោះមានឥទ្ធិពលខ្លាំងពេកនៅថ្ងៃបន្ទាប់មិត្តរបស់គេបានដឹងខ្លួនឡើងរួចក៏ឃើញថាភ្នែកស្ដាំរបស់គេត្រូវបានដកចេញយ៉ាងសាហាវបំផុតដើម្បីជាការព្រមានទីបំផុតគេក៏បោះបង់ហើយសម្រេចចិត្តឈប់តាក់ទងជាមួយចាងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនចាងខឹងយ៉ាងខ្លាំងនៅពេលដឹងរឿងនេះគេដឹងច្បាស់ថាវាជាស្នាដៃរបស់តេះស៊ូនិងពួកអតិថិឆានទាំងនោះគេបានស្បត់ថានឹងធ្វើឲ្យពួកវាសងវិញជាទីបំផុតមិត្តរបស់គេបានចាប់អាវគេយ៉ាងណែនហើយប្រាប់ថាកុំធ្វើបែបនេះឲ្យសោះព្រោះចាងមិនដឹងថាអ្វីដែលគេទើបតែឆ្លងកាត់នោះទេចាងបានសួរគេថាតើនឹងធ្វើអ្វីបន្តទៀតបន្ទាប់ពីបាត់បង់សមត្ថភាពបែបនេះប៉ុន្តែមិត្តរបស់គេបានប្រាប់ថាកុំបារម្ភអីព្រោះជីវិតរបស់គេក៏មិនមានសល់អ្វីច្រើនសម្រាប់រស់នៅទៀតដែរគេនឹងទៅចូលបម្រើកងទ័ពជឿខ្ញុំចោះអ្នកទាំងអស់គ្នាប្រកាសជាអាណិតតួអង្គយើងមិនខានពេលនេះចាងកំពុងអោបសាកសពមិត្តភ័ក្តិដែលគេបាត់ការតាក់ទងយ៉ាងយូរម្នាក់នោះភាពរន្ធត់ក្នុងពេលនោះបានធ្វើឲ្យគេញ័រខ្លួនមិនឈប់ហើយស្រែកឡើងដោយសារតែភាពឃោឃៅនៃពិភពលោកមួយនេះពួកបិសាចនៅក្បែរនោះបានឮសំឡេងស្រែករបស់គេក៏នាំគ្នាស្ទុះមកដណ្ដើមស៊ីសាច់គេប៉ុន្តែចាងចាប់ផ្ដើមហែកពួកវាជាបំណែកដោយសារតែកំហឹងដ៏ពុះកញ្ជ្រោលទោះបីជាមានខ្លោងទ្វារបើកកាន់តែច្រើនហើយសត្រូវមានចំនួនលើសលប់ក៏ដោយយ៉ាងមិនខ្វល់អ្វីទាំងអស់ក្រៅតែពីកំហឹងដែលកំពុងឆេះសន្ធោសន្ធើក្នុងចិត្តនៅឯការិយាល័យប្រធានាធិបតីក្រុមមន្ត្រីកំពុងសង្កេតមើលស្ថានភាពពួកគេឃើញថាមានបិសាចដ៏មានអំណាចម្នាក់កំពុងប្រយុទ្ធជាមួយពួកសត្វចម្លែកដែលចេញពីខ្លោងទ្វារពួកគេបានកំណត់អត្តសញ្ញាណថាវាគឺជាបិសាចតែមួយដែលបានកម្ចាត់ក្រុមកាយ៉ាំកុងហ្គាវនិងសម្លាប់នាយករដ្ឋមន្ត្រីជប៉ុនពួកគេបានសន្និដ្ឋានថាគេគឺជាអ្នកទទួលខុសត្រូវចំពោះការបើកខ្លោងទ្វារទាំងអស់នេះពួកគេជឿថាការសម្លាប់គេ
គឺជាមធ្យោបាយតែមួយគត់ដើម្បីបិទខ្លោងទ្វារប្រធានាធិបតីបានសួរថាហេតុអ្វីបានជាកងកម្លាំងបិសាចទាំងពីរនេះត្រូវមកប្រយុទ្ធគ្នាទៅវិញជំនួយការរបស់គាត់ក៏មិនដឹងមូលហេតុដែរអ្វីដែលសំខាន់បំផុតនៅពេលនេះគឺសូម្បីតែបិសាចដទៃទៀតក៏មិនអាចសម្លាប់វាបានដែរដោយសារតែខ្លោងទ្វារឈាមបានចាប់ផ្ដើមរីករាលដាលដល់បរទេសពួកគេមិនអាចបង្អង់យូរទៀតបានទេជាពិសេសនៅពេលដែលព្រានព្រៃក្នុងស្រុកត្រូវបានសម្លាប់អស់ប្រធានាធិបតីមិនចង់ធ្វើបែបនេះទាល់តែសោះប៉ុន្តែចុងក្រោយគាត់ត្រូវតែតាក់ទងទៅការិយាល័យព្រានព្រៃបរទេសដើម្បីសុំជំនួយអន្តរជាតិនៅក្នុងប្រទេសចិនព្រានព្រៃដែលខ្លាំងជាងគេបំផុតប្រចាំជាតិកំពុងតែបញ្ចប់ការងារបច្ចុប្បន្នរបស់គេនៅពេលនោះហើយដែលគេបានទទួលព័ត៌មានអំពីចាំងដែលជាអ្នកបង្កឲ្យមានខ្លោងទ្វារឈាមទាំងនេះកើតឡើងចាំមើលទាំងអស់គ្នាតើនឹងមានរឿងអ្វីកើតឡើងបន្តទៀតនៅកន្លែងផ្សេងទៀតក៏មានស្ត្រីដ៏មានអំណាចម្នាក់កំពុងចាប់អារម្មណ៍លើចាំងដែរមកអ្នកនិងខ្ញុំនឹងទៅតាមដានសាច់រឿងមួយដែលសូម្បីតែអ្នកប្រមាញ់ខ្លាំងបំផុតក៏ញ័រខ្លួនដែរលោកបូជាចារ្យម្នាក់បានដឹងពីសម្រេចឈឺចាប់របស់ប្រជាជនកូរ៉េហើយគាត់ក៏សម្រេចចិត្តថាត្រូវតែចេញមុខទៅជួយសង្គ្រោះពួកគេភ្លាមអ្នកប្រឹក្សារបស់គាត់បានហាមឃាត់ព្រោះខ្លាចចាញ់សង្គ្រាមជាមួយរុស្ស៊ីប៉ុន្តែលោកបូជាចារ្យមិនខ្វល់ពីសង្គ្រាមដ៏រញ៉េរញ៉ៃនេះសោះឡើយគាត់បានបញ្ចប់ចំនួនទាំងមូលនៅនឹងកន្លែងតែម្ដងដោយគ្រាន់តែប្រើការវាយប្រហារដ៏ខ្លាំងក្លាតែមួយក្បាច់ប៉ុណ្ណោះនេះហើយគឺជាកម្ពុជាអ្នកប្រមាញ់លំដាប់ SSS របស់អាមេរិកដែលមានឥទ្ធិពលបំផុតក្នុងលោកគឺលោក Steven Lucas ចំណែកឯចាងវិញត្រូវចំណាយពេល5ឆ្នាំយ៉ាងវេទនានៅក្នុងខ្លោងទ្វារឈាមដើម្បីប្រយុទ្ធជាមួយពួកបិសាចឥតឈប់ឈរគាត់រងទុក្ខខ្លាំងណាស់ទាំងអត់បាយអត់ទឹកសូម្បីតែដេកក៏មិនបានដែរគឺត្រូវតស៊ូដើម្បីរស់ទាំងវេទនាបំផុតគាត់ស្ទើរតែស្លាប់ទៅហើយរាល់ពេលដែលគាត់បាត់បង់ម្ចាស់ការខ្លួនប្រាណរបស់គាត់ក៏ចាប់ផ្ដើមប្រែជាបិសាចសាហាវប៉ុន្តែរាល់ពេលដែលគាត់ហៀបនឹងខ្លាយជាសត្វសាហាវចាងតែងតែនឹកឃើញដល់មុខមនុស្សពីរនាក់ដ៏សំខាន់ជានិច្ចនោះគឺអ្នកម្ដាយដ៏កំសត់របស់គាត់និងពួកអាមនុស្សដែលបានបង្កទុក្ខបុកម្នេញដល់ម្ដាយរបស់គាត់កាលពីមុនគាត់បានប្រើកំហឹងទាំងអស់នេះដើម្បីទប់ទល់មិនឲ្យខ្លាយជាបិសាចពេញលក្ខណៈដែលជាវិធីតែមួយគត់ដែលគាត់អាចធ្វើបានប៉ុន្តែពេលនេះតើការតាំងចិត្តរបស់គាត់ចុះខ្សោយមែនទេព្រោះតែគាត់ទើបតែបានសងសឹកបានសម្រេចនោះវាមិនមែនដូច្នោះទេការពិតគឺថាម៉ាណាចេញពីខ្លោងទ្វារឈាមកាន់តែខ្លាំងឡើងដែលធ្វើឲ្យការគ្រប់គ្រងវាកាន់តែខ្លាំងក្លាដោយសារតែការបាត់បង់ការគ្រប់គ្រងគាត់បានជ្រុលដៃសម្រាប់មនុស្សស្លូតត្រង់ជាច្រើនដែលមិនដឹងអីសោះក្នុងសង្គ្រាមផ្ទាល់ខ្លួនរបស់គាត់ដើម្បីលាងចម្រាស់បាបចាងបានសម្រេចចិត្តមិនចូលក្នុងហ្គេទេតែដើរសម្រាប់បិសាចនៅជុំវិញនោះជំនួសវិញទោះបីជាយ៉ាងនេះក្តីគាត់នៅតែឆ្ងល់ថាតើទង្វើទាំងអស់នេះអាចឲ្យគាត់លើកលែងទោសឲ្យខ្លួនឯងបានដែរឬទេយកចិត្តទុកដាក់ឲ្យមែនតែនព្រោះអ្វីដែលកើតឡើងបន្ទាប់នេះគឺឈួតបំផុតក្បាលរបស់គាត់ត្រូវបានបំបែកជា4ចំណែកខណៈដែលគាត់ដួលទៅលើដីគាត់ក៏បានឃើញស្រមោលមនុស្សដ៏ធ្លាប់ស្គាល់ម្នាក់កាលពីឆ្នាំដំបូងដែលហ្គេតបានលេចឡើងកាលនោះគឺជាថ្ងៃបុណ្យគ្រីស្មាស់លោកបូជាចារ្យកំពុងធ្វើពិធីសាសនាស្រាប់តែហ្គេតចាប់ផ្ដើមផ្ទុះឡើងនៅជុំវិញវិហាររបស់គាត់ដោយសារមិនទាន់មានអ្នកប្រមាញ់មកជួយលោកបូជាចារ្យក៏បានដេញឲ្យគ្រប់គ្នាប្រញាប់រត់គេចចេញពីទីនោះឲ្យលឿនប៉ុន្តែតាមរយៈការបួងសួងយ៉ាងមុតមមគាត់ក៏បានដាស់ថាមពលពិសេសរបស់គាត់ឡើងមកដែលផ្ដល់ឲ្យគាត់នៅកម្លាំងមហាសាលវិហារនេះធំបំផុតនៅអាមេរិកដែលមានអ្នកចូលរួមដល់ទៅ100,000នាក់ឯណោះក្នុងថ្ងៃដែលភាពវឹកវរបានកើតឡើងទោះបីជាមានភាពចលាចលខ្លាំងយ៉ាងណាក៏ដោយក៏មានមនុស្សតែ138នាក់ប៉ុណ្ណោះដែលរងរបួសស្រាលមិនមានអ្នកស្លាប់សូម្បីតែម្នាក់គឺដោយសារតែលោក Steven Lucas បានចេញមុខមកជួយសង្គ្រោះស្ថានភាពទាន់ពេលវេលាគាត់គឺជាអ្នកប្រមាញ់លំដាប់ SSS ដំបូងគេបង្អស់ហើយចាងក៏ធ្លាប់លួចកោតសរសើរគាត់តាំងពីនៅក្មេងដែរវាបរិះរូបនេះកំពុងឈរនៅចំពោះមុខចាងដែលធ្វើឲ្យគាត់ឆ្ងល់យ៉ាងខ្លាំងព្រោះ Lucas មិនគួរនៅទីនេះឡើយ Lucas បានចាប់ចាងរួចវាយក្បាលគាត់ម្ដងទៀតដោយសង្កេតឃើញថាបិសាចនេះមិនងាយនឹងស្លាប់ដោយសារថាមពលទេវៈឡើយ Lucas មិនរារាក់ឡើយហើយបានប្រើថាមពលរបស់គាត់ដើម្បីរុញចាងចេញទៅឆ្ងាយដោយកម្លាំងយ៉ាងខ្លាំងក្លាបំផុតគាត់ឃើញចាងកំពុងសម្ដៅទៅរកហ្គេតគាត់ក៏លូតគេចចេញរួចចុះចតលើដីយ៉ាងស្រស់ស្អាតនិងមានអំណាចអ្នកដាស់តឿនកម្រិតខ្ពស់អាចតាក់ទងគ្នាបានដោយមិនបាច់ប្រើអ្នកបកប្រែឡើយព្រោះម៉ាណាជួយឲ្យពួកគេយល់ពីគ្នាទៅវិញទៅមក Lucas គិតថាប្រហែលជាបិសាចនេះអាចស្ដាប់គ្នាបានរួចចាងក៏ប្រាប់ថាខ្លួនមិនមែនជាបិសាចនោះទេចាំមើលណាព្រោះរឿងរ៉ាវរបស់ចាងនឹងធ្វើឲ្យអ្នករំភើបចិត្តមិនខាននៅពេលដែល Lucas អោបគាត់យ៉ាងកក់ក្ដៅគាត់បានសួរឈ្មោះរបស់ចាងហើយក៏សួរទៀតថាតើចាងដឹងទេថាគាត់ប្រយុទ្ធដើម្បីសង្គ្រោះមនុស្សមែនទេប៉ុន្តែថ្ងៃនេះចាងបែរជាសម្លាប់មនុស្សទៅវិញដើម្បីកុំឲ្យភ្លេចនៅកំហុសនេះចាងក៏បានចាក់ឈ្មោះពួកគេលើខ្លួនឯងគាត់បានឆ្លាក់ឈ្មោះជនរងគ្រោះម្នាក់ៗនៅលើខ្លួនរបស់គាត់ដើម្បីជាការលាងបាបចំពោះអ្វីដែលខ្លួនបានធ្វើកន្លងមក Lucas បាននិយាយថាបើចាងនិយាយពិតគាត់អាចជួយបានប៉ុន្តែគ្រោះមហន្តរាយនេះនឹងនៅតែបន្តរីករាលដាលបើនៅតែបន្តបែបនេះមនុស្សរាប់លាននាក់នឹងត្រូវស្លាប់ដោយសារតែមហន្តរាយដែលមិនអាចគ្រប់គ្រងបានទាំងនេះនៅទូទាំងពិភពលោកគាត់បានសំទោសដែលមិនអាចជួយសង្គ្រោះចាងបានទោះបីជាវាជាតួនាទីស្នូលរបស់គាត់ជាវីរបុរសក៏ដោយ
គាត់ត្រូវតែសម្រេចចិត្តសម្លាប់ចាងដើម្បីសេចក្តីសុខរបស់មនុស្សភាគច្រើនទោះជាត្រូវលើកលែងទោសឲ្យព្រលឹងក៏ដោយចំណែកឯយូមក៏កំពុងបន្តព្យាបាលម្ដាយរបស់ឆាងយ៉ាងយកចិត្តទុកដាក់ខណៈដែលតាមដានរឿងរ៉ាវតាមរយៈ monitor នៅរុស្ស៊ីរ៉ូសាណាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលលូកាសបានសម្លាប់គ្រប់គ្នាដែលរារាំងផ្លូវរបស់គាត់រួចសម្ដៅទៅកូរ៉េ ទីហ៊ានម្នាក់បានរាយការណ៍ថាពួកគេបានបាត់បង់កម្លាំងទ័ពដល់ទៅ 80% ហើយមិនអាចទប់ទល់បានទៀតទេ បើនៅតែបែបនេះអ្នកប្រមាញ់អាមេរិកនឹងវាយកំទេចពួកគេមិនខានរ៉ូសាណាក៏បានជីបញ្ចោទាំងកំហឹងយ៉ាងខ្លាំងនាងបាននិយាយថាបើពួកគេអាចចាប់បិសាចតំបន់អាក់ទិកនោះបានពួកគេច្បាស់ជាអាចបង្វែរស្ថានភាពបានជាមិនខាន ជឿខ្ញុំចុះអ្នកនិងខ្ញុំមិនទាន់ត្រៀមខ្លួនសម្រាប់រឿងបន្ទាប់ទេខណៈដែលទូលេចមកហើយប្រាប់ថានឹងជួយចាប់វា ចូលមកមើលរឿងរ៉ាវបិសាចកម្រិត SS ដំបូងគេបង្អស់ដែលមនុស្សជាតិធ្លាប់ជួបការបង្ហាញខ្លួនរបស់វាបានកំទេចមូលដ្ឋានរុស្ស៊ីខ្ទេចតែមួយរំពេចដំបូងឡើយរដ្ឋាភិបាលរុស្ស៊ីមិនបានដឹងពីច្រកទ្វារនិងបិសាចដែលចេញមកពីទីនោះទេប៉ុន្តែក្រោយមកពួកគេបានប្រមូលកម្លាំងទាំងអស់ដើម្បីទប់ទល់តែគ្មានលទ្ធផល ចុងក្រោយក្នុងស្ថានភាពអស់សង្ឃឹមពួកគេបានសម្រេចចិត្តប្រើប្រាស់គ្រាប់បែកបរម៉ាណូពាក់កណ្ដាលនៃឃ្លាំងអាវុធរបស់ខ្លួនដើម្បីកម្ចាត់ការគំរាមកំហែងនេះប៉ុន្តែបិសាចនោះមិនស្លាប់ឡើយព្រោះអាវុធធម្មតាមិនអាចធ្វើអ្វីវាបានទេមានតែការវាយប្រហារដោយប្រើម៉ាណាប៉ុណ្ណោះដែលអាវុធទាំងនោះមានប្រសិទ្ធភាពដោយសារតែកាកសំណល់វិទ្យុសកម្មតំបន់ប៉ែកខាងជើងនៃប្រទេសរុស្ស៊ីបានក្លាយជាដីដែលមិនអាចរស់នៅបាននិងពោពេញទៅដោយបិសាចដែលផ្លាស់ប្ដូររូបរាងបន្ទាប់មកក្នុងបំណងស្រោចស្រង់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានចំណាយទៅពួកគេក៏បានប្រកាសសង្គ្រាមប្រឆាំងនឹងប្រទេសអាមេរិកថែមទៀតផង រ៉ូសាណាបានចំណាំបុរសនៅចំពោះមុខនាងបានភ្លាមគាត់គឺជាអ្នកប្រមាញ់ជនជាតិកូរ៉េកម្រិត S មែនទេនាងមានអារម្មណ៍ថាការបង្ហាញខ្លួនរបស់គាត់ពិតជាចម្លែកណាស់ គាត់មកទីនេះដោយគ្មានការអនុញ្ញាតហើយថែមទាំងអួតថាខ្លួននឹងយកឈ្នះបិសាចនោះបានទោះបីជាគាត់គ្រាន់តែជាអ្នកប្រមាញ់កម្រិត S ក៏ដោយតើគាត់ចង់មកសម្លាប់ខ្លួននៅទីនេះមែនទេខណៈដែលមិនទាន់ឃើញមានចលនាអ្វីសោះនោះរ៉ូសាណាក៏បានប្រើអំណាចរបស់នាងដើម្បីបង្ក្រាបតេស៊ូនិងជំនួយការរបស់គាត់ ពួកគេទាំងពីរត្រូវបាននាងធ្វើឲ្យដេកនៅលើដីនិងមិនអាចកម្រើខ្លួនបានឡើយប៉ុន្តែតេស៊ូនៅតែមិនរាថយចំពោះអំណាចដ៏ខ្លាំងក្លារបស់នាងឡើយ គាត់បានប្រាប់ថាខ្លួនដឹងពីមូលហេតុដែលនាងមកទីនេះគឺដោយសារតែបិសាចនោះហើយថែមទាំងនិយាយថាពួកអាមេរិកកំពុងតែធ្វើឲ្យរឿងនេះកាន់តែវឹកវរគាត់អះអាងថាគាត់អាចយកឈ្នះបិសាចតំបន់អាក់ទិកនោះបានយ៉ាងងាយស្រួលបំផុតរ៉ូសាណាក៏បានសួរទៅកាន់គាត់វិញដោយការងុញឆ្ងល់ជាខ្លាំងតើមនុស្សខ្សោយដូចជាគាត់អាចឆ្លងកាត់តំបន់ដែលមានវិទ្យុសកម្មខ្លាំងក្លាបែបនោះបានដោយរបៀបណាគាត់ប្រកាសជាត្រូវការខែលការពារដ៏រឹងមាំដើម្បីការពារខ្លួន ឈប់សិនអ្នកទាំងអស់គ្នាត្រូវមើលកន្លែងនេះឲ្យច្បាស់ព្រោះនៅពេលនោះហើយដែលរ៉ូសាណាបានឃើញអ្វីម្យ៉ាងដែលចម្លែកហួសពីការស្មាននាងចាប់ផ្ដើមដឹងពីអត្តសញ្ញាណពិតប្រាកដរបស់តេស៊ូហើយនាងក៏ប្រាប់ទៅគាត់ថាបើគាត់ពិតជាអាចយកឈ្នះបិសាចនោះបានមែននាងនឹងឲ្យត្បូងម៉ាណាពាក់កណ្ដាល ប៉ុន្តែតៅបានឆ្លើយតបវិញថាគាត់មិនខ្វល់ពីត្បូងមានតម្លៃទាំងនោះឡើយគាត់គ្រាន់តែនិយាយថាគាត់នឹងត្រឡប់មកវិញបន្ទាប់ពីបញ្ចប់ការងាររបស់គាត់រួចរាល់ខណៈពេលនោះដែរលូកាសនៅតែបន្តប្រើប្រាស់អំណាចដ៏មហិមារបស់គាត់ទៅលើចាងដោយបានបំផ្លាញរាងកាយរបស់ចាងឲ្យរលាយបាត់ទៅក្នុងពន្លឺដ៏វិសុទ្ធជាសំណាងល្អនៅសល់ចំណែកតូចមួយនៃរាងកាយដែលធ្វើឲ្យចាងអាចចាប់ផ្ដើមបង្កើតកោសិកាឡើងវិញបានប៉ុន្តែក្នុងចិត្តរបស់គេដឹងច្បាស់ថាខ្លួនមិនអាចតទល់បានឡើយក្នុងរយៈពេលត្រឹមតែ1វិនាទីប៉ុណ្ណោះលូខាសក៏បានមកដល់ក្បែរខ្លួនគេម្ដងទៀតទោះបីជាចាងព្យាយាមវាយបកវិញដោយក្តីអស់សង្ឃឹមយ៉ាងណាក៏ដោយលូកាសគ្រាន់តែឆ្លើយតបដោយការអោបគេម្ដងទៀតនិងបានសុំទោសជាថ្មីប៉ុន្តែគាត់និយាយថាបើចាងមានអារម្មណ៍ធូរស្រាលដោយការធ្វើបាបគាត់គេអាចធ្វើបានគាត់បានបញ្ជាក់ថាទោះបីជាសមត្ថភាពបង្កើតរាងកាយឡើងវិញរបស់ចាងពិតជាអស្ចារ្យមែនប៉ុន្តែវាមិនមែនគ្មានដែនកំណត់នោះឡើយមិនថាចាងព្យាយាមរត់គេចប៉ុន្មានដងក៏ដោយលូកាសនឹងគ្រាន់តែអោបគេម្ដងទៀតដើម្បីបញ្ចប់ជីវិតរបស់គេដោយគ្មានភាពឈឺចាប់អ្វីទាំងអស់សមត្ថភាពតែមួយគត់របស់ចាងគឺការស្រោបខ្លួនដោយសម្បកការពារដ៏រឹងមាំប៉ុន្តែរាល់ពេលដែលប្រើវាគេត្រូវស៊ូទ្រាំនឹងការឈឺចាប់ដែលស្ទើរតែបែកធ្លាយខួរក្បាលទោះបីជាវិធីសាស្ត្ររបស់លូកាសមើលទៅដូចជាគ្មានការឈឺចាប់ក៏ដោយប៉ុន្តែចាងអាចមានអារម្មណ៍ថារាងកាយទាំងមូលកំពុងឆេះខ្លោចនិងខ្ទេចខ្ទាំដល់កម្រិតកោសិការាល់ខណៈពេលនៃជីវិតរបស់គេរហូតមកដល់ពេលនេះគឺពោពេញទៅដោយភាពឈឺចាប់ខ្លាំងបំផុតសម្រាប់គេប៉ុន្តែគេបានស៊ូទ្រាំនឹងវាទាំងអស់ដើម្បីការសងសឹកក្រោយមកគេក៏មានក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់អនាគតដ៏ធម្មតាមួយប៉ុន្តែជាអកុសលការវាយប្រហាររបស់លូកាសបានធ្វើឲ្យរាងកាយគេស្ថិតក្នុងវិថនៃការបង្កើតឡើងវិញវាគឺជាការបំផ្លាញភ្លាមដែលលើសពីការឈឺចាប់ទាំងអស់ដែលគេធ្លាប់បានឆ្លងកាត់នាពេលកន្លងមកវត្តនេះនៅតែបន្តកើតឡើងដដែលមិនចេះចប់មិនចេះហើយរាល់ពេលដែលវាត្រឡប់មកវិញអារម្មណ៍នៃការឈឺចាប់កាន់តែខ្លាំងជាងមុនទៅទៀតចិត្តរបស់ចាងចាប់ផ្ដើមប្រេះស្រាំខណៈដែលគេត្រូវជួបការឈឺចាប់ដដែលបែបនេះការវាយប្រហាររបស់លូកាសបានបង្ខំឲ្យរាងកាយគេស្ថិតក្នុងវដ្តនៃការបង្កើតឡើងវិញនិងការបំផ្លាញភ្លាមមិនចេះចប់មិនចេះហើយវដ្តនេះនៅតែបន្តកើតឡើងដដែលហើយរាល់ពេលដែលវាត្រឡប់មកវិញអារម្មណ៍នៃការឈឺចាប់កាន់តែខ្លាំងជាងមុនទៅទៀតមកដល់ត្រឹមនេះ
អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ដូចខ្ញុំដែរថាហេតុអីបានជាចាងត្រូវមកជួបរឿងអយុត្តិធម៌បែបនេះទៅវិញគេចាំបាននៅគ្រាដំបូងដែលបានជួបតេស៊ូដែលកាលនោះបានសួរគេថាកំពុងតែមើលអ្វីយ៉ាងយកចិត្តទុកដាក់បំផុតបែបនេះចាងបានមើលវីដេអូរបស់ Steven Lucas ព្រោះគេពិតជាគោរពនិងកោតសរសើរវីរបុរសរូបនេះខ្លាំងណាស់ប៉ុន្តែតៅបែរជាចាប់អារម្មណ៍លើសមត្ថភាពរបស់ចាងទៅវិញហើយចាងក៏បានបង្ហាញវាឲ្យគាត់មើលភ្លាមៗជាលទ្ធផលតៅបែរជាដាល់គេឲ្យដួលទៅលើដីហើយថែមទាំងជេរប្រមាថថាអំណាចរបស់គេពិតជាគួរឲ្យខ្ពើមរអើមបំផុតឥឡូវនេះចាងបានត្រឹមតែឆ្ងល់រឿងមួយប៉ុណ្ណោះហេតុអីបានជាគេត្រូវរងទុក្ខវេទនាយ៉ាងខ្លាំងបែបនេះតើគេបានធ្វើអ្វីខុសបានជាត្រូវទទួលលទ្ធផលបែបនេះតើគេបានធ្វើអ្វីខុសឆ្គងខ្លាំងដល់ថ្នាក់ណាទើបត្រូវទទួលការដាក់ទោសដ៏សាហាវពីមនុស្សដែលមិនទាំងដឹងថាជីវិតរបស់គេធ្លាប់ឆ្លងកាត់អ្វីខ្លះផងនោះហេតុអីបានជាគេត្រូវបង្ខំឲ្យឆ្លងកាត់ការឈឺចាប់ដែលមិនអាចស្មានដល់ដដែលគ្មានទីបញ្ចប់បែបនេះក្នុងចិត្តដែលខ្ទេចខ្ទាំរបស់គេបានដាក់បណ្ដាសាដល់អ្នកបង្កើតអ្វីៗគ្រប់យ៉ាងទោះបីជាយ៉ាងណាក៏ដោយបំណែកចុងក្រោយនៃមនសិការរបស់គេនៅតែព្យាយាមប្រកាន់ខ្ជាប់នៅសិលធម៌និងប្រាប់ឲ្យគេបញ្ឈប់ផ្លូវនៃការបំផ្លិចបំផ្លាញនេះទៅវាបានវែកញែកថាប្រសិនបើពួកគេនៅតែបន្តរស់នៅមនុស្សស្លូតត្រង់រាប់មិនអស់ប្រកាសជាត្រូវស្លាប់ជំនួសពួកគេជាមិនខានឡើយហើយជឿខ្ញុំចោះអ្នកនិងខ្ញុំទើបតែបានឃើញការចាប់ដើមនៃមហន្តរាយពិតប្រាកដចាំមើលថាតើការវាយបករបស់គេនឹងទៅជាយ៉ាងណាម្ដាយរបស់ពួកគេនឹងរស់ឡើងវិញដោយសារតែកិច្ចព្រមព្រៀងនោះហើយវាគួរតែគ្រប់គ្រាន់សម្រាប់ពួកគេហើយមែនទេប៉ុន្តែចាងបានបដិសេធសិលធម៌ចុងក្រោយនោះយ៉ាងខ្លាំងគេបានស្រែកប្រាប់ឲ្យវានៅស្ងៀមទៅហើយក្នុងខណៈពេលនៃការបដិសេធទាំងស្រុងនោះច្រកទ្វារឈាមនៅជុំវិញគេក៏ចាប់ដើមបញ្ជូនធម្មពលដ៏មហិមាមកកាន់រូបគេលូកាសខ្លាំងពូកែដោយសារតែគាត់មានជំនឿយ៉ាងមុតមាំដែលមិនចេះរង្គោះរង្គើប៉ុន្តែចាងខ្លាយជាខ្លាំងដោយសារតែពិភពលោកទាំងមូលបានបោះបង់គេចោលគេក៏បានវីចេញមួយដៃយ៉ាងខ្លាំងក្លាបំផុតមកមើលជាមួយខ្ញុំធម្មពលថ្មីបានផ្ទុះឡើងពីពេញទីក្រុងដូចជាការព្រមានដ៏សាហាវទៅកាន់មនុស្សគ្រប់គ្នាតាមពិតទៅគេពិតជាបានចាក់ទម្លុះលូកាសដែលត្រូវបានដ្រូនថតជាប់នៅកន្លែងសុវត្ថិភាពកូនប្រុសរបស់លូកាសកំពុងមើលការផ្សាយបន្តផ្ទាល់និងបន់ស្រន់ឲ្យឪពុករបស់គេត្រឡប់មកវិញដោយសុវត្ថិភាពអាគារនៅជុំវិញនោះចាប់ផ្ដើមដួលរលំដោយសាររលកឆក់ពីការប៉ះទង្គិចគ្នាប៉ុន្តែអ្នកស្រីនៅក្នុងបន្ទប់ពិសោធន៍មិនខ្វល់ពីការបំផ្លិចបំផ្លាញនោះទេខណៈពេលដែលគាត់ប្រឹងអស់ពីសមត្ថភាពដើម្បីព្យាបាលម្ដាយរបស់ចែងគាត់ដឹងថាខ្លួនឯងកំពុងប្រថុយខ្លាំងពេកហើយប៉ុន្តែគាត់នៅតែរុញធម្មពលព្យាបាលឲ្យកាន់តែខ្លាំងរហូតធ្វើឲ្យគាត់ដួលទៅលើដីនិងក្អួតឈាមចេញមកយ៉ាងច្រើនទោះបីជាគាត់រងរបួសក្នុងយ៉ាងធ្ងន់ធ្ងរប៉ុន្តែការព្យាបាលត្រូវបានបញ្ចប់ហើយម្ដាយរបស់ចាងបានភ្ញាក់ឡើងពីការសន្លប់រាប់ឆ្នាំនៅក្នុងប្រទេសរុស្ស៊ីថៃអូទទួលបានព័ត៌មានបន្ទាន់ថាចាងកំពុងតែប្រយុទ្ធជាមួយលូកាសនៅពេលនេះគេគិតថាអាម្នាក់នោះពិតជាមានសេចក្តីក្លាហានប៉ុន្តែគេក៏កត់សម្គាល់ឃើញថាស្ថានភាពរបស់ពួកគេគឺស្រដៀងគ្នាខ្លាំងណាស់ចាងបានស្រូបយកម៉ាណាដ៏គួរឲ្យខ្លាចពីទ្វារក្រហមដែលលូកាសមានអារម្មណ៍ថាវាជាធម្មពលដ៏អាក្រក់ប៉ុន្តែទោះជាយ៉ាងនេះក្តីគាត់ប្រកាសថាគាត់នឹងទទួលយកការឈឺចាប់ទាំងអស់របស់ចាងនិងអត់ទោសឲ្យរាល់បាបកម្មរបស់គេចាងទ្រាំស្ដាប់មិនបានក៏ដកដាវចេញមករួចកាប់សម្ដៅទៅរកលូកាសប៉ុន្តែគេបានរលាយខ្លួនបាត់ដើម្បីគេចចេញលូកាសបញ្យល់ថាការដែលមានអ្នកណាម្នាក់ចាំស្ដាប់បញ្ហារបស់យើងអាចជួយបានច្រើនដូច្នេះគាត់នឹងក្លាយជាមនុស្សម្នាក់នោះសម្រាប់ចាងបន្ទាប់មកលូកាសក៏បានលូកដៃទម្លុះក្បាលរបស់ចាងយ៉ាងលឿនបំផុតត្រង់នេះហើយដែលយើងត្រូវមើលឲ្យច្បាស់ចាងបានឆ្លៀតឱកាសដ៏គ្រោះថ្នាក់នេះហើយកាត់ដៃរបស់លូកាសផ្ដាច់ចេញទាំងនៅជាប់ក្នុងក្បាលរបស់គេរបួសនេះធ្វើឲ្យលូកាសត្រូវដកថយទោះបីជាចាងរងរបួសធ្ងន់យ៉ាងណាក៏ដោយក៏ការឈឺចាប់លែងជាបញ្ហាសម្រាប់គេទៀតហើយក្នុងចិត្តរបស់គេឥឡូវនេះគឺមានតែរឿងសងសឹកតែមួយគត់ដៃដាច់នៅជាប់ក្នុងក្បាលនោះបានធ្វើឲ្យលលាតក្បាលបែកកាន់តែខ្លាំងនៅពេលដែលវារលាយបាត់ទៅប៉ុន្តែចាងនៅតែសម្រុកទៅមុខខណៈដែលលូកាសនិយាយថាគាត់តែងតែឮសំឡេងជាច្រើនតាំងពីបានធម្មពលមកសំឡេងសម្រែកយំការរងទុក្ខរបស់មនុស្សលោកដែលបណ្ដាលមកពីគ្រោះទុរភិក្សជំងឺនិងគ្រោះមហន្តរាយផ្សេងៗព្រមទាំងសម្រែករោគជំនួយជាធម្មតាគាត់សារភាពថាសូម្បីតែគាត់ក៏មិនអាចទ្រាំទ្រសម្ពាធវិញ្ញាណបែបនេះបានដែរប៉ុន្តែគាត់ក៏បានឮសំឡេងវិជ្ជមានផ្សេងទៀតគាត់បានឮសំឡេងនៃក្តីសង្ឃឹមការជួយគ្នានិងសុភមង្គលពិតប្រាកដការបន់ស្រន់ដោយអំណរគុណពីអ្នកដែលត្រូវបានសង្គ្រោះដោយសារទង្វើរបស់គាត់បានឮនៅក្នុងខ្លួនជានិច្ចហើយសូម្បីតែឥឡូវនេះក៏គាត់នៅតែឮវាដែរគ្រាន់តែផ្ទាត់ដៃតែមួយផាំងគាត់បានកំទេចរាងកាយចាំងប៉ុន្តែគេចាប់ផ្ដើមត្រូវរុញច្រានមកវិញខណៈដែលចាងបង្កើតរូបរាងឡើងវិញដោយគ្មានរបួសអ្វីទាំងអស់លូកាសបញ្ចេញថាមពលម្ដងទៀតធ្វើឲ្យចាងរលាយទៅជាគំនោឈាមប៉ុន្តែគេប្រកាសយ៉ាងមុតមាំថាបើទោះជាមានដៃវិសុទ្ធរាប់ពាន់ទាញគេទៅឋាននរកក៏ចាងត្រូវតែសម្លាប់បុរសម្នាក់នេះឲ្យបានជាដាច់ខាតគេកិច្ចចេញពីការចាប់របស់លូកាសហើយសម្រុកចូលទៅវាយប្រហារលូកាសកំពុងឆ្ងល់ថាការប្រយុទ្ធនេះពិតជាមធ្យោបាយតែមួយគត់មែនឬទេគាត់ក៏បានបញ្ចេញរូបសញ្ញាឈើឆ្កាងទៅលើចាងដែលត្រូវបានគ្រប់គ្រងដោយសញ្ញាវិសុទ្ធនោះអ្នកនិងខ្ញុំឃើញដូចគ្នាទេជំនឿរបស់ Lucas
កំពុងលបងចិត្តគេឲ្យដល់កម្រិតកំពូលខណៈដែលគេចាប់ផ្ដើមហែករាងកាយឯងពាក្យពេចន៍រាប់ពាន់ចាប់ផ្ដើមហូរចូលក្នុងចិត្តគេមានទឹកមុខរីករាយមិនធម្មតាម្នាក់ខណៈពេលដែលកំពុងធ្វើបាបខ្លួនឯង Lucas ដឹងថាគាត់បានដាក់អន្ទាក់ចាងជាប់នៅក្នុងវីតាមីនដ៏វិសុទ្ធនេះហើយគាត់ចាប់ផ្ដើមសូត្រធម៌ដោយមនុស្សឈួតបង្ខំឲ្យចាំងធ្វើបាបខ្លួនឯងកាន់តែខ្លាំងរហូតដល់គេត្រូវបានវិនិច្ឆ័យថាគ្មានបាបកម្មចាំងដឹងខ្លួនច្បាស់ថាបុរសវិសុទ្ធនោះកំពុងធ្វើបាបចិត្តរបស់គេហើយវាពិតជាឈឺចាប់ខ្លាំងមែនតើវាពិតជាឈឺខ្លាំងណាស់ទោះជាយ៉ាងណាក៏ដោយមុនអាគមនោះធ្វើឲ្យគេមានអារម្មណ៍ថាត្រូវតែខ្លាចបុរសម្នាក់នោះនឹងដឹងថាគេត្រូវតែធ្វើតាមរយៈការខ្លាចគាត់គេទទួលបានភាពកក់ក្ដៅគេបន្តហែករាងកាយខ្លួនឯងម្ដងមួយដើម្បីស្វែងរកការពិតប៉ុន្តែទីបំផុតគេបានដឹងពីន័យនៃរឿងនេះការគោរពដែល Lucas ទទួលបាននិងជំនឿដ៏ងងឹតងងល់ទាំងឡាយគឺបានមកពីការបង្ខំឲ្យខ្លាចនិងការគ្រប់គ្រងចិត្តដ៏កក់ក្បក់គាត់មិនមែនជាអ្នកបុណ្យតែជាសត្វពស់ Lucas និងអ្នកដើរតាមបន្តបន់ស្រន់ខណៈដែលរាងកាយរបស់ចាំងត្រូវបានកំទេចចោលដោយដៃរបស់គេផ្ទាល់ពួកគេទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំចំណែកតោវិញកំពុងតែជួបការលំបាកជាមួយបិសាចតកអតិកដែលវាពិតជាខ្លាំងគួរឲ្យរំខានមែនទែនប៉ុន្តែគេគិតថាអាសត្វនេះគ្មានអ្វីប្រៀបធៀបនឹងអាំសៀ Lucas នោះទេបើគេមិនអាចសម្លាប់របស់បែបនេះបានទេគេដឹងថាគេក៏មិនអាចសម្លាប់ចាំងបានដែរនៅថ្ងៃក្រោយគេបានរុញថាមពលខ្លួនឯងឲ្យកាន់តែខ្លាំងព្រោះគេបានស្បត់ថាគេនឹងសម្លាប់អាម្នាក់នោះដោយដៃរបស់គេផ្ទាល់នៅលើសមរភូមិគ្មានអ្វីដែលនៅសល់ពីចាំងឡើយប៉ុន្តែតាមរយៈស្មារតីមិនចុះចាញ់ដ៏អស្ចារ្យបំផុតរបស់គេទ្វារឈាមបានធ្វើឲ្យគេរស់ឡើងវិញដើម្បីលួចវាយប្រហារ Lucas ទុកឲ្យអ្នកនិងខ្ញុំចាំអ៊ូតមើលភាពបន្តទាំងអស់គ្នាត្រៀមខ្លួនឲ្យហើយទៅអ្នកនិងខ្ញុំនឹងឃើញ Lucas ចាប់បោកចាំងទៅនឹងអាគារយ៉ាងសាហាវបំផុតរហូតដល់បែកបាក់ខ្ទេចខ្ទីអស់តែម្ដងរចនាសម្ព័ន្ធអាគារទាំងមូលប្រេះជាពីរហើយចាំងក៏ធ្លាក់ចូលក្នុងលូទឹកសុយដែលម្ដាយគាត់កំពុងនៅទីនោះស្រាប់តែម្ដងក្មិតសម្លឹងមើលរូបរាងបិសាចដ៏គួរឲ្យខ្លាចនោះទាំងរន្ធត់ហើយឆ្ងល់ថាតើបិសាចនៅចំពោះមុខនេះជាកូនប្រុសគាត់មែនឬអត់ចាំងស្រក់ទឹកភ្នែកពណ៌ខ្មៅមួយដំណក់ខណៈម្ដាយគាត់ចាប់ផ្ដើមនឹកឃើញរឿងរ៉ាវកាលពីថ្ងៃដែលដឹងថាគាត់មានថាមពលគាត់ធ្លាប់សន្យាថានឹងក្លាយជាអ្នកប្រមាញ់ដើម្បីឲ្យគាត់រស់នៅស្រួលប៉ុន្តែគាត់មិនចង់បានវាហើយបែរជាចាត់ទុកវាជាបណ្ដាសាទៅវិញបើមើលរូបរាងបិសាចរបស់គាត់ឥឡូវនេះវាហាក់ដូចជាអ្វីដែលគាត់គិតពិតជាត្រឹមត្រូវមែនគាត់ចាប់ផ្ដើមរត់ចេញពីជេងទាំងភ័យខ្លាចប៉ុន្តែជេងមិនយល់ថាហេតុអីបានជាម្ដាយខ្លួនឯងរត់ចោលគាត់បែបនេះទេចាំងព្យាយាមហែកសាច់ខ្លួនឯងដើម្បីលូកដៃទៅចាប់ម្ដាយព្រោះគាត់គិតថាខ្លួនឯងនៅតែជាកូនសម្លាញ់ដែលមិនគួរឲ្យខ្លាចនោះទេគាត់បានចាប់ដៃម្ដាយរហូតធ្វើឲ្យគាត់ដួលទៅលើដីខណៈដែលចាំងដឹងយ៉ាងច្បាស់ថាគាត់កំពុងតែភ័យខ្លាចយ៉ាងខ្លាំងចង់ប្រាប់គាត់ថារូបរាងដ៏គួរឲ្យរន្ធត់ដែលកំពុងក្របដណ្ដប់លើខ្លួនគាត់នេះវាមិនមែនជាខ្លួនពិតរបស់គាត់នោះឡើយឈាមហូរស្រោចពេញខ្លួនខណៈដែលគាត់បន្តហែករូបរាងបិសាចនោះចេញដើម្បីកុំឲ្យម្ដាយរបស់គាត់ភ័យខ្លាចតទៅទៀតតែម្ដាយគាត់បែរជាដាល់គាត់មួយដៃទាំងភ័យស្លន់ស្លោដែលវាហាក់ដូចជាការកាត់ផ្ដាច់ភាពជាមនុស្សចុងក្រោយរបស់គាត់តែម្ដងឥឡូវនេះចាំមើលឲ្យច្បាស់ព្រោះ Lucas បានត្រឡប់មកវិញហើយចោទប្រកាន់ចាំងថាបានភូតកុហកនៅចំពោះមុខមនុស្សដ៏សុចរិតដូចជារូបគាត់ប្រកាសថា Jang គឺជាមនុស្សអាក្រក់ហើយត្រូវតែទទួលការកាត់ទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះការបោកប្រាស់មួយនេះមុនពេល Lucas ធ្វើអ្វីបាន Jang ក៏កាត់ក្បាលគាត់ម្ដងទៀតរួចក៏ត្រូវមកអង្គុយឈឺចាប់តែម្នាក់ឯងក្រោយម្ដាយបដិសេធទោះជាយ៉ាងណាក៏ដោយមានអ្វីមួយយ៉ាងភ្លឺរលោងហោះចេញពីក្បាលរបស់ Lucas ហើយចូលទៅក្នុងរាងកាយរបស់ Jang ផ្ទាល់តែម្ដងដំបូងវាហាក់ដូចជាគ្មានអ្វីកើតឡើងទេតែបន្ទាប់មកជៀនចាប់ផ្ដើមធ្វើខ្លួនប្លែកហាក់ដូចជាមានអ្នកណាម្នាក់មកគ្រប់គ្រងរាងកាយគាត់វិញ្ញាណស្ត្រីដែលមកគ្រប់គ្រងខ្លួនគាត់នោះបានសារភាពថានាងចូលចិត្តមនុស្សប្រុសខ្លាំងប៉ុន្តែស្អប់បំផុតគឺមនុស្សប្រុសដែលទន់ជ្រាយនាងបានសម្លាប់មនុស្សប្រុសជាច្រើនមកហើយព្រោះពួកគេមិនអាចទទួលយកភាពរីករាយដ៏ឈួតលីលារបស់នាងនៅក្នុងការប្រយុទ្ធបាននាងស្រឡាញ់ Lucas ខ្លាំងរហូតដល់ថ្នាក់ខ្លាយជាការឆ្លក់វង្វេងដ៏គ្រោះថ្នាក់មួយដែលនាងមិនអាចដកចិត្តបានឡើយនាងចង់បានរូបរាងរបស់គាត់ហើយអ្វីដែលសំខាន់បំផុតនោះគឺចង់ក្លាយជាមនុស្សតែមួយជាមួយគាត់ជារៀងរហូតមួយសន្ទុះក្រោយមកនាងក៏បានដាស់សមត្ថភាពពិសេសរបស់នាងហើយទីបំផុតបំណងប្រាថ្នារបស់នាងក៏បានសម្រេចដូចបំណងនាងទទួលបានជំនាញដែលអាចឲ្យនាងបញ្ចូលរូបរាងនិងព្រលឹងជាមួយអ្នកដទៃបានយ៉ាងងាយស្រួលបំផុតលើកនេះនាងបានរកឃើញបុរសម្នាក់ដែលខ្លាំងជាង Lucas ទៅទៀតដែលវាជារឿងដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់នាងអ្នកនិងខ្ញុំនឹងឃើញថានៅពេលនាងគ្រប់គ្រងខ្លួនគាត់បាននាងក៏បានឃើញនៅការចងចាំដ៏ឈឺចាប់បំផុតមួយកាលពីកាលដែលគាត់នៅជាក្មេងតូចនៅឡើយយប់នោះគាត់បានភ្ញាក់ឡើងហើយមិនឃើញម្ដាយនៅក្បែរឡើយពេលឃើញម្ដាយលួចចេញពីផ្ទះគាត់ក៏បានសួរថាទៅណាប៉ុន្តែម្ដាយរបស់គាត់បែរជារត់ចេញទៅយ៉ាងលឿនបង្ខំឲ្យ Shing ត្រូវរត់តាមទាំងយំសោកបោកខ្លួនយ៉ាងខ្លាំងគាត់បានរងរបួសហើយសមត្ថភាពព្យាបាលខ្លួនឯងក៏បានបង្ហាញចេញមកឲ្យម្ដាយគាត់បានឃើញយ៉ាងច្បាស់ម្ដាយរបស់គាត់មើលមកគាត់ដោយក្តីសោកស្ដាយរួចក៏សម្រេចចិត្តរត់ទៅមុខបន្តទៀតដោយមិនងាកក្រោយមើលគាត់ឡើយចឹងមិនព្រមឈប់ស្វែងរកម្ដាយឡើយប៉ុន្តែរាងកាយដ៏តូចច្រឡឹងរបស់ក្មេងប្រុសម្នាក់
มันអាចរត់តាមម្ដាយទាន់នោះទេចុងក្រោយគាត់បានត្រឹមតែអស់សង្ឃឹមនិងអង្វរម្ដាយកុំឲ្យបោះបង់គាត់ចោលព្រោះគាត់គឺជាកូនប្រុសរបស់គាត់តើម្ដាយចាក់ចេញដោយសារតែឪពុកស្លាប់ព្រោះតែគាត់ឬក៏ដោយសារតែរូបរាងបិសាចដ៏ខ្ពើមរអើមួយនេះទៅវិញបើគាត់ជាបិសាចមែនគាត់គួរតែស្លាប់ទៅគាត់យកអំបែងដបមកអារកដៃខ្លួនឯងដើម្បីបញ្ចប់ជីវិតតែសមត្ថភាពរបស់គាត់មិនព្រមឲ្យគាត់ស្លាប់ឡើយហើយវាថែមទាំងព្យាបាលរបួសទាំងនោះដោយភាពឈឺចាប់បំផុតចង់ដឹងថាគាត់មិនអាចស្លាប់បានឡើយដូច្នេះគាត់ក៏ចាប់ផ្ដើមចាក់ខ្លួនឯងម្ដងហើយម្ដងទៀតដើម្បីឲ្យបំណងប្រាថ្នាចង់ស្លាប់បានសម្រេចមួយសន្ទុះក្រោយមកម្ដាយរបស់គាត់ក៏ត្រឡប់មកវិញហើយចេញក៏បានសុំទោសគាត់យ៉ាងខ្លាំងចំពោះរឿងគ្រប់យ៉ាងទោះជាយ៉ាងណាក៏ដោយអ្វីវាហួសពេលទៅហើយព្រោះម្ដាយរបស់គាត់នៅតែមានអារម្មណ៍រន្ធត់ចំពោះរូបរាងរបស់គាត់ដដែលប៉ុន្តែគាត់ដឹងខ្លួនថាបានវិនិច្ឆ័យកូនខ្លាំងពេកទោះបីជាគាត់ខ្លាចជាសត្វសាហាវក៏គាត់នៅតែជាកូនប្រុសរបស់គាត់ដែរស្ត្រីដែលមកចូលស៊ុបក្នុងខ្លួនយ៉ាងហាក់ដូចជាសប្បាយចិត្តនឹងការឈឺចាប់របស់គាត់ខ្លាំងណាស់ដោយសារនាងអាចបញ្ជាខ្លួនប្រាណបាននាងក៏ចាប់ដើមរួមប៉ុន្តែបែរជាត្រូវមកទទួលរងការឈឺចាប់យ៉ាងខ្លាំងទៅវិញការឈឺចាប់នេះគឺជារឿងដែលនាងមិនដែលជួបប្រទះឡើយព្រោះឆ្អឹងខាងក្រោយបានចាក់ចូលទៅក្នុងពោះវៀនរបស់គាត់បាត់ទៅហើយសាច់ដុំរបស់គាត់ចាប់ផ្ដើមរមួលខុសពីធម្មតាដែលធ្វើឲ្យពោះវៀនរបស់គាត់ត្រូវដាច់រហែកខ្ទេចខ្ទីអស់អ្វីដែលអាក្រក់បំផុតនោះគឺវានៅតែបន្តព្យាបាលខ្លួនឯងឡើងវិញដែលធ្វើឲ្យការឈឺចាប់នេះគ្មានថ្ងៃបញ្ចប់ឡើយតើបុរសម្នាក់នេះត្រូវរស់នៅជាមួយការឈឺចាប់បែបនេះរាល់វិនាទីមែនទេនាងពិតជាមិនអាចទ្រាំទ្រនឹងវាបានឡើយអ្នកនឹងខ្ញុំបានឃើញហើយថាចាងបានដណ្ដើមការគ្រប់គ្រងមកវិញហើយដេញនាងចេញពីឋាននរករបស់គាត់ដោយគម្រាមថានឹងបង្ហាញឋាននរកដែលអាក្រក់ជាងនេះទៅទៀតមកអ្នកទាំងអស់គ្នាពួកយើងនឹងទៅមើលសាច់រឿងដែលធ្វើឲ្យរន្ធត់ចិត្តបំផុតជាមួយគ្នាចាប់ផ្ដើមពីស្ត្រីម្នាក់ដែលទ្រាំនឹងការឈឺចាប់មិនបានក៏ចេញពីរាងកាយនោះមកអង្វរចាំងអុយស្ដាប់នាងប៉ុន្តែចាំងកាប់នាងជាពីរចំណែកភ្លាមដោយមិនស្ដីមួយម៉ាត់រួចក៏សម្លឹងទៅម្ដាយខ្លួនតែមិនដឹងថាត្រូវធ្វើអ្វីបន្តបន្ទាប់មកពន្លឺដ៏វិសុទ្ធក៏ភាយចេញពីរាងកាយដែលដេកដួលរបស់លូកាសរៀលដាលពេញតំបន់នោះតែម្ដងវាជាសញ្ញានៃការវិវត្តថ្មីលូកាសបានលើករាងកាយដែលបរាជ័យនោះឡើងខ្ពស់ដើម្បីឲ្យគេឃើញលទ្ធផលរួចក៏ដាក់ចុះវិញបន្ទាប់មកគាត់ក៏ចាប់ផ្ដើមហោះឡើងទៅលើមេឃដោយបញ្ចេញថាមពលពេញទំហឹងបង្កើតជាទេវតាដ៏មានបារមីម្នាក់ទេវតានោះបានបង្ហាញខ្លួនដើម្បីការពារផែនដីហើយក៏មានកងទ័ពទេវតាជាច្រើនទៀតមកតាមពីក្រោយពន្លឺរបស់ពួកគេចែងចាំងដូចព្រះអាទិត្យហើយការវាយប្រហារដ៏វិសុទ្ធបានចាប់ផ្ដើមបោះសម្អាតពួកបិសាចដ៏អាក្រក់ឲ្យអស់ពីផែនដីមនុស្សទូទាំងពិភពលោកអាចដឹងពីថាមពលដ៏មហិមានេះសូម្បីតែអ្នកមិនកាន់សាសនាកូនប្រុសរបស់លូកាសក៏មានអារម្មណ៍ដែរគេជាអ្នកដែលជឿចាប់បំផុតមុនពេលរឿងនេះកើតឡើងឪពុកគេបានប្រាប់ថាមិនបាច់បួងសួងទេនៅថ្ងៃនេះកូនប្រុសដឹងច្បាស់ពីអ្វីដែលនឹងកើតឡើងព្រោះគេមានថាមពលដូចគ្នាលូកាសបានអោបគេយ៉ាងណែនរួចបញ្យល់ថានៅថ្ងៃណាមួយឪពុកម្ដាយទាំងអស់ត្រូវតែចាកចេញពីកូនហើយនៅពេលនោះមកដល់កូនត្រូវតែរៀនរស់នៅដោយខ្លួនឯងឥឡូវនេះលូកាសបានបដូររូបរាងទាំងស្រុងរួចសម្លឹងទៅជាងហើយប្រាប់ថាបន្ទុកដ៏ធ្ងន់កំពុងរងចាំគេបន្ទុកដែលធ្ងន់ហួសពីមនុស្សម្នាក់អាចទ្រាំបានហើយគេនឹងជួបការឈឺចាប់កាន់តែខ្លាំងនៅថ្ងៃអនាគតវាជារឿងដែលគួរឲ្យខ្លាចនិងសាហាវគូខៅបំផុតប៉ុន្តែគាត់សុំឲ្យចាងកុំបោះបង់ជំនឿលើមនុស្សជាតិឲ្យសោះរហូតដល់ដង្ហើមចុងក្រោយពេលរលាយទៅជាពន្លឺលូកាសគិតថាគាត់បានស្រក់ទឹកភ្នែកច្រើនណាស់ក្នុងជីវិតជាពិសេសពេលប្រពន្ធស្លាប់ប៉ុន្តែក្នុងនាទីចុងក្រោយនេះគាត់មានតែសេចក្តីសុខកូនប្រុសរបស់គាត់យល់ច្បាស់ក៏បានលាឪពុកទាំងទឹកភ្នែកក្នុងពេលជាមួយគ្នានៅរុស្ស៊ីតេស៊ូកំពុងសើចដូចមនុស្សឆ្កួតរាងកាយរបស់គេសុទ្ធតែឈាមនិងរបួសយ៉ាងធ្ងន់ធ្ងរប៉ុន្តែគេបានបឺតស្រូបបិសាចតំបន់ទឹកកកបានសម្រេចគេឈ្នះសមរភូមិមួយនេះបើទោះជាស្ទើរតែដាច់ខ្យល់ស្លាប់ក៏ដោយតែរង្វាន់ដែលទទួលបានគឺពិតជាធំណាស់គេក៏ឈប់សើចភ្លាមនៅពេលនឹកឃើញរឿងរ៉ាវកាលពីច្រើនឆ្នាំមុនគឺជារឿងដែលបងប្រុសរបស់គេបានបង្ខំឲ្យគេធ្វើគេពិតជាមិនចង់ធ្វើតាមទេប៉ុន្តែបងប្រុសគេនៅតែបង្ខំគេចង់ឲ្យធីស៊ូក្លាយជាអ្នកខ្លាំងដើម្បីឲ្យហ្គីលកាន់តែរីកចម្រើនសម្ពាធទាំងនេះគេត្រូវបានប្រាប់ថាគឺដើម្បីឪពុករបស់ពួកគេទោះចង់ឬមិនចង់ក៏គេត្រូវតែធ្វើតាមបញ្ជាដែលបានដាក់ចុះមកឲ្យបានដែរធីស៊ូមិនចង់ធ្វើបាបអ្នកណាទេប៉ុន្តែគេត្រូវបានបង្ខំឲ្យសាកល្បងធម៌ពលដ៏គ្រោះថ្នាក់របស់គេលើមនុស្សរស់ដោយសង្ឃឹមយ៉ាងមុតមាំថាពួកគេនឹងមិនស្លាប់បន្ទាប់មកគេក៏ត្រឡប់ទៅរាយការណ៍ប្រាប់ប្រាណាដែលនាងបានដឹងថាលូកាសបានជួយធ្វើឲ្យបិសាចនោះខ្សោយប៉ុន្តែការដែលគេអាចសម្លាប់វាបានគឺពិតជាអស្ចារ្យមែននាងក៏បានសន្យាថាគេនឹងទទួលបានត្បូងម៉ាណាពាក់កណ្ដាលពីបិសាចនោះប៉ុន្តែតេស៊ូបានកាត់សម្ដីនាងរួចនិយាយយ៉ាងត្រង់ថាគេបានបឺតយកត្បូងម៉ាណាទាំងអស់ម្នាក់ឯងបាត់ហើយរ៉ាណាសួរទាំងសម្ដីត្រជាក់ស្រេបថាហេតុអីគេអាចបាននិយមបែបនេះនាងប្រមានថារាងកាយគេមិនអាចទ្រាំនឹងធម៌ពលដ៏ច្រើននេះបានទេភ្លាមនោះគេក៏ស្ទុះទៅវាយរ៉ាណាយ៉ាងសាហាវ
ប៉ុន្តែនាងប្រើតែម្រាមដៃមួយក៏អាចសង្កត់គេជាប់ហើយសួរម្ដងទៀតថាហេតុអ្វីបានជាគេហ៊ានក្បត់កិច្ចសន្យាបែបនេះទេស៊ូស្រែកទាំងកំហឹងថាមានម្នាក់ដែលគេចង់សម្លាប់បំផុតហេតុនេះគេត្រូវការធម៌ពលទាំងអស់ដែលមានគេក៏ចង់ឲ្យនាងស្លាប់ដែរភ្លាមនោះរ៉ាណាក៏បានរកឃើញនិងសម្លាប់រូបតំណាងដែលគេបានបង្កើតឡើងដើម្បីបន្លំភ្នែកនាងនិយាយថាត្បូងម៉ាណាទាំងនោះអាចពង្រឹងកងទ័ពរុស្ស៊ីបាន10 ដងប៉ុន្តែគេបែរជាលេបត្របាក់ម្នាក់ឯងគេហ៊ានធ្វើបែបនេះព្រោះតែរឿងផ្ទាល់ខ្លួនដ៏ល្ងងខ្លៅតើគេពិតជាគ្មានបំណងចង់ប្រយុទ្ធដើម្បីមាតុភូមិទេមែនទេទេស៊ុបានហៅរូបតំណាងចេញមកជាច្រើនប៉ុន្តែត្រូវរ៉ាណាកំទេចចោលភ្លាមគេដឹងថាខ្លួនកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ក៏គ្រូវែងជំនួយការយាយឌូចេញទៅកន្លែងមានសុវត្ថិភាពក្នុងពេលជាមួយគ្នារ៉ាណាបានបញ្ជាឲ្យសម្លាប់ពួកគេទាំងពីរចំពោះការមិនស្ដាប់បង្គាប់នេះដំបូងនាងបានវាយប្រហារទៅជំនួយការប៉ុន្តែទេស៊ូបានការពារនាងទាន់ពេលដោយប្រើរូបតំណាងមកបូជាជីវិតស្មារតីរបស់គេចាប់ផ្ដើមបែកខ្ញែកនៅពេលរូបតំណាងជាច្រើនទៀតលេចចេញមកវាធ្វើឲ្យគេនឹកឃើញមនុស្សដែលស្លាប់ដោយសារគេនិងរឿងរ៉ាវដ៏អាក្រក់ជាច្រើនដែលគេត្រូវបានបង្ខំឲ្យធ្វើរូបតំណាងទាំងអស់បានប្រើសមត្ថភាពវាយទៅលើរ៉ាណាប៉ុន្តែនាងគ្រាន់តែចុចម្រាមដៃក៏បង្កើតជាការផ្ទុះដ៏រន្ធត់ដូចជាកម្មជ្រួចដែលធ្វើពីសាច់និងឈាមរបស់ពួកគេអញ្ចឹងប៉ុន្តែរ៉ាណាមិនទាន់ឈប់ត្រឹមនឹងឡើយនាងបានបង្កើតប្រហោងខ្មៅដ៏ធំនៅលើមេឃដើម្បីកំទេចទេស៊ូចោលប៉ុន្តែគេបែរជាញញឹមផ្គឿនទៅវិញគេនៅជាមួយជំនួយការយេឌូតាំងពីតូចមកម្លេះគេតែងតែទ្រនាងរាល់ពេលដែលមានរឿងមិនល្អកើតឡើងគេធ្លាប់ប្រាប់នាងថាមិនចង់សម្លាប់មនុស្សទេព្រោះកាលនោះគេនៅក្មេងពេកមិនយល់ពីមូលហេតុដែលត្រូវធ្វើបែបនេះប៉ុន្តែឥឡូវនេះគេមានកម្លាំងចិត្តចង់រស់រានមានជីវិតបំផុតដោយបានបង្កើតរូបតំណាងជាច្រើនឥតគណនារហូតដល់រូបតំណាងខ្លះសឹងតែមិនស្គាល់ខ្លួនឯងទៅហើយពួកយើងទើបតែបានឃើញការតស៊ូដ៏អស្ចារ្យជួបគ្នានៅវគ្គក្រោយទៀតណាតោះអ្នកទាំងអស់គ្នាមកមើលរឿងដ៏រន្ធត់ដែលរ៉ាណាបានប្រាប់នាងឲ្យស្លាប់ទៅជាមួយខ្សែភ្នែកស្អប់ខ្ពើមបំផុតបន្ទាប់ពីលូកាសបាត់ទៅចាំងកចាប់ផ្ដើមយំសោកមិនមែនមកពីពាក្យសម្ដីរបស់បុរសនោះទេតែមកពីគាត់សម្រេចចិត្តថាវាសុទ្ធតែជារឿងឥតន័យទាំងអស់គាត់មិនខ្វល់ពីអ្វីដែលបុរសនោះនិយាយឡើយរាងកាយរបស់គាត់បានត្រឡប់មកវិញដែលមានន័យថាគាត់អាចទៅជួបម្ដាយរបស់គាត់បានហើយភ្លាមនោះស្រាប់តែមានអ្នកប្រមាញ់ដ៏ខ្លាំងម្នាក់បានចុះមកជន់ឈ្លីគាត់ការប៉ះទង្គិចនោះខ្លាំងរហូតដល់កំទេចរាងកាយរបស់ចាងបានកាលពីមុននៅការិយាល័យប្រធានាធិបតីរុស្ស៊ីគ្រាន់តែសັດចម្លែកនុយក្លេអ៊ែរបានបង្ហាញខ្លួនភ្លាមប្រធានាធិបតីបានបោះបង់ចោលភ្លាមរ៉ូសាណាដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិនៅពេលនោះបានប្រាប់គាត់ថាពួកគេអាចសម្លាប់វាបានដោយការវាយប្រហារដោយម៉ាណាពួកគេគ្រាន់តែត្រូវការប្រមូលផ្ដុំអ្នកមានសមត្ថភាពពិសេសទាំងអស់មកតែប៉ុណ្ណោះប៉ុន្តែប្រធានាធិបតីបានប្រាប់នាងថាវាយឺតពេលអស់ទៅហើយពួកគេបានសម្រេចចិត្តបាញ់បង្ហោះគ្រាប់បែកនុយក្លេអ៊ែរដែលនៅសេសសល់ទូទាំងពិភពលោកដើម្បីសងសឹកគាត់ប្រកាសថានឹងមិនស្លាប់ម្នាក់ឯងឡើយគឺត្រូវស្លាប់ទាំងអស់គ្នា Rosanna ក៏បានហោះទៅលើអាកាសភ្លាមដើម្បីស្ទាក់ចាប់កាំជួតនុយក្លេអ៊ែរទាំងនោះដែលកំពុងហោះហើរចាំមើលត្រង់នេះជាមួយខ្ញុំនាងបានប្រើកម្លាំងទាំងអស់ដើម្បីរុញកាំជ្រួចឲ្យខ្ពស់ទៅលើបរិយាកាសតាមដែលអាចធ្វើបានសកម្មភាពដ៏អស្ចារ្យនិងអស់សង្ឃឹមនេះត្រូវបានលើពេញពិភពលោកបន្ទាប់ពីរ៉ាណាចុះមកដល់ដីវិញប្រធានាធិបតីបានភ័យខ្លាចយ៉ាងខ្លាំងហើយអង្វរឲ្យជួយរូសាណាបានសុំទោសប៉ុន្តែបញ្ជាក់ថានាងត្រូវតែធ្វើវាគាត់ជាប្រធានាធិបតីដ៏អាក្រក់ប៉ុន្តែជាឪពុកដ៏ល្អសម្រាប់នាងបន្ទាប់មកនាងក៏បានគ្រប់គ្រងប្រទេសរុស្ស៊ីទាំងមូលតែម្ដងតែអាមេរិកបានឃើញរុស្ស៊ីបាញ់កាំជ្រួចនុយក្លេអ៊ែរចេញមកយ៉ាងច្រើនដើម្បីសន្តិភាពពិភពលោកពួកគេបដិញ្ញាកម្ចាត់រុស្ស៊ីឲ្យបានលឿនបំផុតរូសាណាដឹងថានាងមិនអាចទុកឲ្យរឿងនេះកើតឡើងបានទេនាងក៏ប្រាប់ប្រធានាធិបតីអាមេរិកថាមេដឹកនាំរបស់ពួកគេស្លាប់ហើយពួកគេសូមចុះចាញ់ដោយគ្មានលក្ខខណ្ឌប៉ុន្តែប្រធានាធិបតីអាមេរិកមិនខ្វល់ឡើយហើយថែមទាំងសើចចំអកឲ្យនាងទៀតកូនរបស់រ៉ូសាណាគឺមេតវីនិងអាលីសាបានចូលមកកំឡុងពេលហៅទូរស័ព្ទនោះពួកគេទាំងពីរពិតជាភ័យខ្លាចណាស់ប៉ុន្តែពេលនោះរ៉ូសាណាបានសន្យាការពារកូននឹងប្រទេសទាំងមូលពីការគំរាមកំហែងទាំងអស់ឥឡូវនេះរ៉ូសាណាបាននឹកឃើញការសន្យារបស់នាងហើយក៏បានបញ្ចេញកម្លាំងកាន់តែខ្លាំងប្រឆាំងនឹងទេស៊ូទោះបីជាមានការបដិញ្ញាចិត្តក៏ដោយក៏នាងដឹងខ្លួនថានាងបានបាត់បង់អារម្មណ៍អស់ជាយូរមកហើយនាងគ្រាន់តែមិនបានអនុញ្ញាតឲ្យខ្លួនឯងដឹងខ្លួនតែប៉ុណ្ណោះនៅតំបន់លំនៅឋានរុស្ស៊ីកូនរបស់នាងបានឆ្ងល់ថាតើអ្នកប្រមាញ់ដែលទៅអាមេរិកនឹងមានសុវត្ថិភាពដែរឬទេមេដោះរបស់ពួកគេបានធានាថាពួកគេនឹងត្រឡប់មកវិញឆាប់មេតវីនិងអាលីសាជឿថាពួកគេអាចប្រយុទ្ធបានដែរយើងតាមដានបន្តទៀតតែអ្វីស្រាប់តែប្រែប្រួលយ៉ាងលឿនបំផុតនៅពេលតំបន់នោះត្រូវបានកំទេចភ្លាមMedvedev ក៏បានបាត់បង់ជីវិតតៅបានស្រូបយកធម៌ពលរបស់គេខណៈពេលកំពុងចូលទៅចិត្តអាលីសាដែលកំពុងភ័យខ្លាចបំផុតនាងសម្បីតែមិនទាន់ដឹងខ្លួនថាមានរឿងអ្វីកើតឡើងផងតៅក៏បានសម្រេចចិត្តទុកឲ្យនាងរស់នៅសិនព្រោះកម្លាំងរបស់ពួកគេស្តៀងគ្នាប៉ុន្តែគាត់ក៏បាននឹកឃើញរឿងដែលតែងតែកើតឡើងនៅពេលគាត់លេងនរណាម្នាក់ឲ្យទៅ
ពួកគេនឹងខ្លាយជាការគំរាមកំហែងនៅថ្ងៃក្រោយដូច្នេះគាត់បានបដូរចិត្តហើយបានបញ្ជូនអាលីសា ឲ្យទៅជួបបងប្រុសរបស់នាងនៅលោកខាងមុខភ្លាមៗអ្នកប្រមាញ់ដែលបានរកឃើញនឹងជន់ឈ្លីចឹងពិតជាចាប់អារម្មណ៍គាត់ ចែងបានដួលទៅលើដីក្នុងចិត្តគិតតែពីម្ដាយរបស់គាត់អ្នកប្រមាញ់នោះបានកំទេចរាងកាយនិងក្បាលរបស់គាត់ជាពីរគេបានសម្លាប់ចាងម្ដងហើយម្ដងទៀតយ៉ាងឃោរឃៅបំផុតខណៈពេលដែលចាងស្រែកហៅរកម្ដាយរបស់គាត់យ៉ាងខ្លាំងអ្នកប្រមាញ់នោះមានអារម្មណ៍ថាសំឡេងស្រែកនោះពីរោះគួរឲ្យស្ដាប់ទៅវិញតែគេឆ្ងល់ខ្លាំងថាហេតុអ្វីបានជាក្មេងម្នាក់នេះយំរកម៉ែខ្លាំងម្ល៉េះយ៉ាងក៏បានងាកក្បាលដែលកំពុងដោះមកវិញហើយសួរតែគេថាចុះឯងគ្មានម៉ែទេមែនទេតើឯងពិតជាមនុស្សចាញ់ដ៏អាក្រក់មែនឬដោយសារតែអ្នកប្រមាញ់នោះបានធ្វើបាបចាំងរួចរាល់ហើយនេះគឺជាចំណុចបញ្ចប់របស់គេអ្នកប្រមាញ់ក៏បានទាត់រាងកាយដែលខ្ទេចខ្ទីរបស់ចាងចូលទៅក្នុងខ្លោងទ្វារក្រហមបាត់ទៅនៅពេលដែលម្ដាយរបស់ជាងបានដឹងខ្លួនជាលើកដំបូងនាងបាន